Alo mà, rưỡi rưỡi cá chăm gì khi này cào cho. Còn pro, ai mà men sải lục pro đôi khi thì. Thằng ấy, con pro rồi mà sải pro đôi khi chẳng ấy. Xong tơ. Lần chạy hai. Bên đó mình cho nó cạnh bên đó mình nó cái cột này chơi phong. Các bạn cầm cho ai cột đó. Cứ chuyện niệm. Aja, không mày sering nak dipercaya men. មិនហើយនាងខ្លាហាន់ណាចាប់ហើយអាហាប់ជឹកកំងបាក់ខាយខ្ញុំច្បាស់ទីត្រាក់កាប់ទៀតហើយ Hãy mang tiền nóប្រញាប់យ៉ាងនេះ លោកពូរបស់ខ្ញុំលោកពូតើខ្ញុំអាចរស់ដល់គ្មានលោកដោយរបៀបណាទៅលោកពូខ្ញុំមិនអាចរស់ដល់គ្មានលោកបានទេ Cào lại tư.ខ្ញុំមិនតន់ស្លាប់ទេ ហ៎លោកពូដាក់ខ្លួនឲ្យច្បាស់ជួយលើកច្បាស់ ហើយយ៉ាទៅពិនិត្យមើលមនុស្សស្រីដែលបានជួបខ្ញុំនៅពេលនេះតើគេនៅណាត្រូវតែស្វែងរកនាងឲ្យឃើញ ស្រីចង្រៃស្ដាប់ឲ្យច្បាស់ឲ្យប្រាក់សំណងដែលស្លាប់បោកប្រុសរួមទាំងបកគលផ្លាស់ផ្ទះក៏សម្បត្តិឲ្យយើងទាំងអស់មិនដូច្នេះទេកូនប្រុសយើងអ្វីឲ្យស្លាប់អេចាំខ្វាច់ចំពោះម៉ាក់ខ្ញុំម៉ាក់មិនអីទេមែនទេមកតាន់ពេលល្អហើយតើឪឯងស្លាប់ទទួលបានប្រាក់សំណងច្រើនណាស់ចាប់បកគលវាឲ្យយើងនៅជួយសំណងរបស់ខ្ញុំដែលគាត់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍សង្គ្រោះជីវិតអ្នកជំងឺរបេងធ្ងន់ធ្ងរបែបនេះព្យាបាលជាទេឈឺតែមួយផ្លែតឲ្យគ្រូពេទ្យចាក់ថ្នាំសម្លាប់ទៅលុយនេះគួរតែទិញផ្ទះឲ្យកូនប្រុសយើងនិយាយម្ដងទៀតទៅមើលស្ដាប់មិនលឺមែនទេចង់ឲ្យយើងវាយឯងហ៎អេ បាទហ៊ានវាយម៉ាក់ខ្ញុំកុំថាខ្ញុំគ្មានមេត្តាអសោះយ៉ា មើលចុះកូនប្រុសខ្ញុំអាយុ27ឆ្នាំហើយសូម្បីតែក្មេងស្រីម្នាក់មិនដែលកាន់ដៃផងនោះក៏ព្រោះតែរាល់ថ្ងៃចូលចិត្តតែធ្វើការជាមួយបរិបទដូចគ្នា ហេលោកស្រីជំនួសផ្លូវភេទរបស់អ្នកប្រុសហ្វូគ្មានអ្វីប្រាប់ព្រោះទេសូមលោកស្រីកុំយល់ច្រឡំអី មិនបានទេត្រូវតែដកមនុស្សប្រុសទាំងអស់នេះចេញហើយស្វែងរកនារីណាម្នាក់មកធ្វើជាអង្គរៈរបស់កូនខ្ញុំវិញបើឯងធ្វើមិនបានខ្ញុំក៏នឹងដកឯងចេញដូចគ្នាដែរ បាទ អេសំលេងឯងចេះអាយ៉ាឆាប់ចេញប្រទេសនេះមកដូចគ្នាទេក៏មិនទៅផាក់ខ្ញុំឆ្លើយក្មេងស្រីត្រូវហើយក្មួយស្រីមកធ្វើជាអង្គរៈរបស់កូនប្រុសមីងយល់ព្រមទេលោកស្រីថាម៉េចធ្វើជាអង្គរៈ អានេះមិនសមតែដឹងលោកស្រី មិនសមរម្យស្អីទៅជាគ្រួសារអ្នកជំងឺមែនទេស្ថានភាពអ្នកជំងឺពេលនេះត្រូវការវះកាត់ឲ្យបានឆាប់កាន់តែល្អថ្លៃវះកាត់បូកនឹងថ្លៃតាមដានប្រហែលជា 1.5 លានយួនសូមរៀបចំឲ្យបានលឿន 1.5 លានយួនខ្ញុំអាចរកលុយច្រើនជាងនេះមកពីណាបានខ្ញុំចង់ដឹងថាធ្វើជាអង្គរៈអាចទទួលបានប្រាក់ខែប្រមាណដែរ 10000 គឺ 1 លានយួន 1 លានយួនជំរាបសួរច្បាស់ បាត់ទៅណៅហើយចំណាយប្រាក់ច្រើនអត់ប្រយោជន៍មែនពិតជាមនុស្សអត់បានការយើងមិនសមចំណាយប្រាក់ជួលពួកឯងទេជំរាបសួរលោកហ្វូម៉ាក់នាំណាមក អង្គរៈរបស់ឯងប្រហែលអ្នកមុននោះម៉ាក់បានបណ្ដឹងចេញអស់ហើយអញចំណាយលុយច្រើនណាស់ជារៀងរាល់ខែតែគេនៅតែធ្វើឲ្យអញឈឺចាប់បែបនេះដូច្នេះចាប់ពីពេលនេះតទៅលីងស៊ីវ៉ៃនឹងខ្លាចជាអង្គរៈរបស់ឯង24 ម៉ោងគេអង្គរៈខ្ញុំម៉ាគេគឺជាមនុស្សស្រីម្នាក់មិនក៏ឲ្យគេធ្វើជាអង្គរៈរបស់ខ្ញុំឲ្យគេតែដេកប៉ាក់ទៅល្អជាងវៃចាប់ដើមបង្ហាញទៅកសលភ្លាមទៅបញ្ជាចង់ធ្វើអីនេះចង់ធ្វើអីហ៎ល្អណាស់ចាំមិនដែរលោកហ្វូពេញចិត្តអីទេកូនប្រុសអញចាំមិនហើយត្រូវចេះជប់យល់គ្នាឮដែរទេចានាងឆាប់ប្រាប់មកតើនាងត្រូវការលុយប្រមាណ1លានគ្រប់គ្រាន់អត់ទេឬមកក៏5លានឲ្យចេញបាត់ពីភ្នែករបស់ខ្ញុំបានឃើញមនុស្សស្រីដូចជានេះច្រើនហើយខំប្រឹងប្រែងចង់ឡើងក្រេតជាមួយនឹងគេតែប៉ុណ្ណោះដេកជាមួយខ្ញុំសម័យទៅយកលុយឲ្យចាស់ចេញភ្លាមបើមិនដូចនេះទេកុំទុកឲ្យខ្ញុំក្តៅចិត្តមើលងាយបែបនេះអញមានលុយទិញក្បាលខ្ញុំចឹងហ៎សូមជូនដំណឹងបន្តិចទៀតអគ្គិសនីនឹងត្រូវកាត់ផ្តាច់រយៈពេល10នាទីអ្នកជំងឺសូមកុំបារម្ភអីចង់ធ្វើអីលោកហ្វូបញ្ជាក់រឿងនេះបន្តិចមិនមែនស្រីទាំងអស់ចូលមកដើម្បីចង់ប៉ះរាងកាយស្វិតរបស់លោកទេរាងកាយស្វិតទេតែឆ្លប់ចាក់មើលខ្លួនអញទៅកុំថាខ្ញុំចេះតែនិយាយនាងឆាប់ចេញទៅខ្ញុំជាអង្គរៈដែលម៉ាក់លោកជួលមកលោកគ្មានសិនបិទដេញខ្ញុំចេញទេនាងចាំទៅមើលទៅណាមានអ្នកនៅក្រៅដែរទេអ្នកប្រុសហ្វូហេតុអីបានជាសភាពអ្នកប្រុសបែបនេះខ្ញុំឈឺចាប់ខ្លាំងណាស់សោកស្អីឆាប់លើយើងឡើងទៅអូបាទចាប់ក្រោយសិនស៊ីវិញខ្ញុំនឹងបដៅនាងក្រែងនាងជាអង្គរៈរបស់ខ្ញុំ24ម៉ោងពេលនេះគឺខ្ញុំចេញពីមន្ទីរពេទ្យហើយត្រឡប់ទៅក្រុមហ៊ុនវិញតែនៅលើឡានដូចជាគ្មានកន្លែងទំនេរទេខ្ញុំនឹងផ្ញើទីតាំងឲ្យនាងរយៈពេល10នាទីក្រោយត្រូវតែជួបគ្នានៅក្រុមហ៊ុន
10 នាទី10 គីឡូម៉ែត្រលោកឈួតហើយមែនទេ រយៈពេលប្រហែលហើយ គឺ9នាទី50វិហើយ នាងមកមិនទាន់ការកំណត់ប្រាប់ HR បណ្ដេញនាងចេញ តែលោកស្រីធំណែ ខ្ញុំជាចៅហ្វាយរបស់ឯងឬក៏លោកស្រីហ្វូ ទេបំផុតបានមកដល់ ណែនាងមិនអាចចូលបានទេ ហេតុអីទៅ ទៅហើយ1 2 3នាងជិះ2នាទីដូច្នេះនាងត្រូវបានបណ្ដេញចេញហើយ លោកនិយាយពីស្អី ណែ លោកមានចេតនាធ្វើវាឡើងដើម្បីដេញខ្ញុំចេញមែនទេ នាងជាអ្នកធ្វើខុសហើយនៅមានមុខមកសួរខ្ញុំទៀតខ្ញុំប្រាប់នាងទៅចុះត្រូវតែទៅឲ្យដល់ក្រុមហ៊ុននាងយឺត លោកគ្រាន់តែចង់ឈ្នះខ្ញុំមែនទេ ខ្ញុំបានផ្ដល់ឱកាសឲ្យនាងហើយតែនាងមិនបានទទួលការរំពឹងពីខ្ញុំ ល្អបើលោកពូចង់បណ្ដេញខ្ញុំណាបើអញ្ចឹងខ្ញុំមិនទៅតែបើមានរឿងអីកុំវិលមករកខ្ញុំវិញឲ្យសោះ នាងចង់ធ្វើស្អីដាក់ណែណានៅខាងក្រៅចូលមក ចាប់ចេញពីលើខ្ញុំទៅ ធ្វើស្អីទៀតឆាប់មកយកយើងចេញភ្លាមទៅណាអើយណាតែហើយស្រីដំរីម្នាក់នោះមក ហេតុអីប្រធានឈូហាក់ខ្ញុំត្រឡប់មកវិញខ្ញុំត្រូវបានគេបណ្ដេញចេញហើយ នាងចង់បានប្រមាណ ហាខ្ញុំស្ដាប់មិនឮទេ ខ្ញុំសួរថានាងចង់បានប្រមាណតែត្រូវដកតុកនេះចេញពីមុខរបស់ខ្ញុំទៅ អាយ៉ានេះគឺលោកពូកំពុងសំបកខ្ញុំឲ្យខ្ញុំបំរើមែនទេ មិនអីទេខ្ញុំសន្យាខ្ញុំមិនបណ្ដេញនាងទេអើយ ហើយចានេះគឺជាលោកហ្វូប្រធានក្រុមហ៊ុនហ្វូគ្រប់បបរតដ៏ល្អរបស់ខ្ញុំមែនទេខ្ញុំបានលើថាបោះស្ទើរតែស្លាប់នៅក្នុងភ្លើងទៅហើយរឿងភ្លើងឆេះកាននោះគឺជាស្នាដៃនៃប្រតិពីយ៉ាងម៉េចមិនបានចាំប្រុសកោកឈរអង្គុយលើកៅអីរុញបែបនេះតើបងពីការហើយតើមែនទេ ទោះបីជាខ្ញុំពិការក៏ដោយប្រធានក្រុមហ៊ុនហ្វូគ្រប់កុំសង្ឃឹមថាឯងជាអ្នកស្នងតំណែងឲ្យសោះឯងជាកូនឥតខាន់ស្លាប្រពន្ធទី2តែប៉ុណ្ណោះទេ បងធំនៅតែរឹងរូប10ដែរមានរឿងដែលខ្ញុំឲ្យកាលពីមុននៅតែមិនទាន់គ្រប់គ្រាន់ទៀតមែនទេណែកុំលោកហ្វូកុំវាយ ខ្ញុំប៉ះច្បាយរបស់ខ្ញុំចង់ស្លាប់មែនទេខ្ញុំប៉ះច្បាយរបស់ខ្ញុំចង់ស្លាប់មែនទេ អង្គការថ្មីរបស់ហ្វូចុងហើយគឺជាមនុស្សស្អីបងប្រុសរត់ជាថ្មីរបស់បងបានផ្លាស់ប្ដូរតែពីពេលណាយល់ថានេះជាស្រីទុនខ្សោយឲ្យនាងវាយជើងបីដៃមុនចុះ ឃើញមើលនាង មើលងាយមែនយើងនឹងឲ្យនាងយំហើយលើជង្គង់ហើយជើងថាប៉ា មិញនេះណានាចង់ឲ្យខ្ញុំហៅថាប៉ា ខ្ញុំហើយនេះថាប៉ា ចេញពីនេះកុំឲ្យខ្ញុំឃើញកុំឲ្យខ្ញុំជួបលោកទៀតព្រោះខ្ញុំឃើញលោកនៅខ្ញុំមិនបាយលោកខ្លាំង អើយតានេះគឺជាបិសាចមែនទេគួរឲ្យខ្លាចណាស់នាងម្នាក់នោះខ្លាំងណាស់នាងកាច់ដៃខ្ញុំស្ទើរតែបាត់ទៅហើយមើលចុះឈឺខ្លាំងណាស់ចាំឲ្យយើងគួរធ្វើយ៉ាងម៉េចទៅគួរធ្វើអ្វីពិធីជប់លៀបប្រចាំឆ្នាំហ្វូគ្រប់នៅថ្ងៃស្អែកនេះឯកឧត្តមនោះអាចារ្យទៅចាត់ការនេះឆែញនេះនោះទៅយើងនឹងត្រឡប់ទៅមុនហ្វូយន្តហើយដល់ខ្លួនឯង ពិធីជប់លៀងប្រចាំឆ្នាំរបស់ហ្វូគ្រប់នៅយប់នេះខ្ញុំបានរៀបចំឲ្យគេត្រៀមឈុតឲ្យនាងហើយ ជប់លៀងប្រចាំឆ្នាំត្រូវស្លៀករោមវាខ្លាំងណាស់ដូចជាហាស្មឹកខ្សាញ់មិនស្អាតមិនពាក់ 100000 យួននេះគឺជាប្រាក់រង្វាន់បន្ថែមខ្ញុំនឹងផ្ដល់ឲ្យនាង 100000 យួនទៀត ទៅត្រូវតែទៅ ពួកឯងចាត់ទុកយើងសរសៃ សុំទោសលោកហ្វូលើកឡើងខ្ញុំនឹងចាត់ជាងនេះ ស្រីដំរីនោះមិនទាន់មកដល់ទេ គួរតែមកដល់ពេលឆាប់នេះហើយនៅពេល10នាទីទៀតទើបកម្មវិធីចាប់ផ្ដើម បានហើយចូលទៅមិនចាំនាងទេ អ្នកនាងលីនញ៉ាំស្រាក្រហមសិនទៅបន្តិចទៀតលោកពូនឹងមកដល់ហើយ បងធំមិនស្មានថាពួកយើងបានជួបគ្នាម្ដងទៀតសោះ គ្មានសមត្ថភាពមែនល្បីតែបែបនេះគួរឲ្យធុញមែន សមត្ថភាពរបស់ខ្ញុំប្រើនៅមិនទាន់អស់នៅឡើយទេតែមើលទៅបងសំណាងណាខ្ញុំបានដុតមកម្ដងហើយនៅតែអាចឲ្យគេជួយបងបានប៉ុន្តែលើនេះសំណាងហាក់ដូចជានៅខាងខ្ញុំចាំមើលថាតើមានអ្នកណាហ៊ានឲ្យក្បាលមកជួយបង អញនឹងហ៊ានឲ្យក្បាលមកទៀត ចូលបានមកពីយ៉ាងម៉េចលើមុខខ្ញុំមកធូរដៃឲ្យនាងលើនេះខ្ញុំបានត្រៀមរៀបរយដើម្បីប្រើនាងហើយនាងចាំទទួលមេរៀនទៅចេញមកតើណាហើយនេះគឺជាអ្នកណាគប់ចូលមកសិនខ្ញុំមានអក្រក់ច្រើនណាស់បើសិនជានេះធ្វើបាបចំពោះគេទុកនេះទេនេះគប់ចូលមកសិន បើខ្ញុំធ្វើបាបលោកពី នេះមិនថោកទេ ចង់រត់ទៅណាខ្ញុំគិតថាលោកត្រូវតែពីខ្លួនឯងខ្ញុំសក់មនុស្សអាក្រក់លេងល្បិចបំផុតក្នុងជីវិតចង់ដាក់ថ្នាំនេះខ្ញុំផឹងឥឡូវកម្មពីធ្លាក់លើខ្លួនឯងហើយ លើកនេះធ្វើបានល្អពេលដែលត្រឡប់ទៅវិញខ្ញុំនឹងផ្ដល់រង្វាន់ប៉ុន្តែថ្នាំដែលនាងឲ្យគេផឹកនោះជាថ្នាំអ្វីដែរទៅ ខ្ញុំមិនដឹងទេ មិនដឹងហេតុអីក៏ឲ្យគេផឹក ថ្នាំនោះគេចំណាក់ដាក់ខ្លួនឯងខ្ញុំគ្រាន់តែបកគោលវាឲ្យគេវិញប៉ុណ្ណោះមិនមែនជាកំហុសខ្ញុំទេហ៊ានលេងតែហ៊ានទទួល នេះកុំគិតចង់ចាក់ឈិញនេះធ្វើយកមកហើយនេះចង់ចាក់ចឹងថ្ងៃនេះយើងត្រូវតែសងសឹកនេះឆាប់លុតចូលទៅក្រោមទៀតទៅឲ្យឆាប់ឡើងបើនេះមិនធ្វើតាមជើងយើងនឹងរត់ពីការនេះឲ្យត្រូវតែខាងក្រោម
ឆាប់លុបចុះគ្នាទៅហ៎ឆាប់លុបទៅ អេយកប្រាំខ្ញុំលន់ នាងឈួតមែនទេហ្វូតុងអាចឈប់បង្កបញ្ហាទៅចង់បានអីក៏និយាយមក បាត់មកទៅពេលនេះយើងមិនចង់មកបែបទាំងអស់ភាពអាម៉ាស់ដែលយើងទទួលអាចទៅសុំមកវិញអស់ឆាប់លុបទៅនាងមិនលឺទេ ខ្ញុំលន់ហើយតែលោកត្រូវដោះលែងគេនេះចឹងលោកមិនអីទេ មិនមែនជាពេលដែលត្រូវនិយាយពីរឿងនេះទេគិតតែពីរឿងរបស់នាងទៅ រឿងអីឆ្លើយមកលោកហកខ្ញុំមែនទេ ខ្ញុំស្ដាប់ខ្ញុំនិយាយសិនទៅមូលហេតុដែលខ្ញុំមិនក្រោកបាននោះគឺដោយសារ ភា តែ សារឿងអី គឺ សប្បាយចិត្តណាស់មែនទេលោកមកខ្ញុំជាមនុស្សងាយស្រួលបោកណាស់ហ៎មុននេះខ្ញុំពីលោកដើម្បីលោកហើយ មិនមែនទេគឺ មកនេះ ធ្វើអីអើយចាំធ្វើអីហើយណាអូនាង អាយ៉ាលោកហ្វូលោកមានអារម្មណ៍យ៉ាងម៉េចដែរអូកាំងហើយមែនទេងើបមិនរួចទេចាំខ្ញុំឲ្យគេជួយលោកទៅចុះណានៅទីនេះហើយនៅទីនេះហើយបន្តអង្គុយនៅទីនេះ10ភ្លឺទៅ លីនសវ័យចង់ទៅណាយកខ្ញុំទៅផងទៅណាអូយ៉ាថ្នាំបញ្ចេញរត់ហើយអើយជួយផងអ្នកណាក៏បានដែរ ចាំខ្ញុំផង ខ្ញុំមានចិត្តជួយលោកមិនខ្វល់ពីជីវិតខ្លួនឯងតែលោកបាច់ជាខកខ្ញុំមនុស្សអាក្រក់ដូចគ្នាតែទាំងអស់ហ្នឹងហើយអ្នកស្ដាច់ជើងទៀននឹងឆាប់ក៏ចឹកដែរហើយអីក៏ពិបាកម្លេះលោកមកតាមខ្ញុំធ្វើអី យកខ្ញុំចេញពីរទេះទៅនាងនៅហ៊ានអាចធ្វើមិនដឹងទៀតទេពេលនេះខ្ញុំក្រៅពីចង្វាយរបស់នាងហើយខ្ញុំក៏ជាអ្នកមានគុណរបស់នាងដែរមិនក៏នាងមិនដឹងគុណខ្ញុំសោះអញ្ចឹងឆាប់ដោះលែងខ្ញុំទៅឲ្យឆាប់ឡើងណាខ្ញុំពុំមាននាងឆាប់ដាក់ខ្ញុំចុះទៅខ្ញុំទុកពេលឲ្យ3នាទីឆាប់ឡើង3 2 1ឈប់សិនកុំទៅណាឆាប់ប្រាប់មកតើធ្វើយ៉ាងម៉េចឲ្យនាងយកខ្ញុំចេញណាឈប់ឡានថយក្រោយវិញនាងគិតយ៉ាងម៉េច បានខ្ញុំបដូរចិត្តហើយ ហើយយ៉ាឡនណាខ្ញុំមិនទៀមទាអ្វីច្រើនទេគ្រាន់តែឲ្យនាងគោរពភាពស្មោះត្រង់របស់ខ្ញុំបន្ទាប់មកយកខ្ញុំចេញពីលើរទេះនេះទៅចង់ធ្វើអីជុំលេងទៅតែបានទេឆាប់យកខ្ញុំចេញទៅណារួចហើយយ៉ាងម៉េចដែរ នាងហ៊ានខ្លាំងណាស់ចាំមើលខ្ញុំដេញនាងចេញ មិនបាច់ដេញខ្ញុំសុំលាឈប់ខ្លួនឯង លោកហ្វូច្បាស់ហើយថាមកចង់ប្រើតែរុញនោះ អាប្រុសហេងសយ អើយមិនទេខ្ញុំជាប្រធានក្រុមហ៊ុនហ្វូហើយក៏ជាចៅហ្វាយរបស់នាងដែរមិនយ៉ាងអាចឲ្យនាងធ្វើបែបនេះ គឺពេលនេះនាងបានលាឈប់ហើយ បាទ ខ្ញុំសុំលាឈប់ខ្លួនឯង មិនខ្វល់ទេប៉ុន្តែខ្ញុំមានផែនការដើម្បីយកឈ្នះនាងបានហើយច្បាស់ជាបានផលជាមួយខានទេអាយមើលទៅតើគេមិនណានោះជាណា សើច្បាស់ហើយថានៅទីនេះបាទពួកច្បាស់សើមើលហើយពិតជានៅទីនេះមែនឡោទៅ ចា មកធ្វើអីមេរៀនខ្ញុំផ្ដាល់ឲ្យនឹងមិនគ្រប់គ្រាន់មែនទេឬចង់5ដងទៀត ខ្ញុំមិនសុខទុកមករបស់នេះប៉ុណ្ណោះ សុកតុងខ្ញុំមិនជឿទេថាលោកមកបំណងល្អខ្ញុំពុំមានលងឆាប់ចេញពីទីនេះទៅមិនចឹងទេក៏មិនទោសថាខ្ញុំគ្មានមេត្តាឲ្យសោះ ប៉ុន្តែខ្ញុំមកជួយម៉ាក់នាងឲ្យទទួលបានការព្យាបាលដែលល្អជាងនេះឬមួយក៏នាងមិនចង់ឲ្យគាត់ឆាប់ជាសះស្បើយទេ លោកបានន័យថាម៉េច ក្រែងនាងប្រធ្វើជាអង្គការហ្វូយន្តហើយដើម្បីយកលុយមកព្យាបាលជំងឺម៉ាក់របស់នាងមែនទេចូលមកខ្ញុំប្រាប់នាងថាខ្ញុំស្គាល់អ្នកជំនាញវិទ្យាសាស្ត្រប្រកែអាចព្យាបាលម៉ាក់របស់នាងបាននោះ លោកចង់បានអីពីខ្ញុំ ឈប់ធ្វើការជាមួយនឹងហ្វូយន្តហើយនាងមកធ្វើការជាមួយនឹងខ្ញុំវិញខ្ញុំធានាថានាងមានតែបានហើយនឹងបាន ពិតជាអាក្រក់មែនចង់ដណ្ដើមមនុស្សស្រីរបស់ខ្ញុំផងហ៎ មែនហើយលោកហ្វូតានាងខ្លាចជំនួសរបស់លោកតាំងពីពេលណាសរុបទៅអ្នកទាំងពីរជាអ្វីនឹកគ្នាប្រកបទៅមិនក៏ខ្ញុំយល់ថាអ្នកទាំងពីរដូចជាមិនត្រូវ ស្រីទៅខ្ញុំមិនបាននិយាយអ្វីទេអាយប្រហែលជាស្ដាប់ច្រឡំហើយមុននេះខ្ញុំនិយាយថានាងជាមនុស្សនិយាយនៅមិនគ្រប់គ្រាន់ទៀតនៅហ៊ានចាប់ដៃរបស់គេទៀត អ្នកនាងលីនកើតយ៉ាងម៉េចដែរចូលធ្វើការជាមួយនឹងហ្វូយន្តហើយទៅហើយមិនធ្វើការជាមួយខ្ញុំចាំខ្ញុំខ្ញុំនឹងឲ្យនាង1 លានដុល្លារក្នុងមួយឆ្នាំហើយនឹងជួយរ៉ាប់រងថៃព្យាបាលម៉ាក់របស់នាងទាំងអស់ ដណ្ដើមមនុស្សរបស់គេពិតជាទង្វើថោកទាបមែន បើប្រុសមិនក៏ចេះតែតាមខ្ញុំគ្រប់កន្លែងចឹងមិនចេះដាក់ខ្លួនឯងខ្លះទេ យើងទេជាអ្នកសួរឯងទៅត្រូវអ្នកនាងលិនជាមនុស្សរបស់យើងមានសញ្ញាកិច្ចព្រមព្រៀងជាមួយនឹងយើងត្រឹមត្រូវមិនក៏ឯងព្យាយាមដណ្ដើម ខ្ញុំមិនមែនជំនួសរបស់លោកទៀតទេថ្ងៃនេះខ្ញុំបានប្រាប់លោកថាខ្ញុំសុំលាឈប់ ប៉ុន្តែមិនទាន់មានការយល់ព្រមគ្មានប្រសិទ្ធភាពទេ បងប្រុសឈប់ទំនេរយកតែចិត្តខ្លួនឯងទៀតទៅណាមួយពេលនេះបងក៏រឹងមាំខ្លួនឯងហើយដែរចាំបាច់មានអង្គរៈថ្មីទៀតដូច្នេះហើយវានឹងមានប្រយោជន៍ជាងបើសិនជាបងប្រគល់នាងមកឲ្យខ្ញុំសុំធានាថាខ្ញុំនឹងធ្វើជាចង្វាយដ៏ល្អសម្រាប់អ្នកនាងលីន អូអញ្ចឹងប៉ុន្តែខ្ញុំថាឯងមិនចាំបាច់បារម្ភពីរឿងនេះទេលើពីនេះទៀតខ្ញុំជាកូនប្រុសច្បងរបស់គ្រួសារហ្វូ មកអញ្ចឹងវិជ្ជាមរិតអេរិសអញ្ជើញគេមកពីសហរដ្ឋអាមេរិកឲ្យមកជួយវាកាត់ឲ្យម៉ាក់អ្នកនាងលីនយ៉ាងម៉េចដែរ ពេទ្យហើយនឹងផលិតផលល្អមិនចាំបាច់ទាល់តែនៅបរទេសទេទីនេះពេទ្យជំនាញច្រើនណាស់ ក្រៅពីនេះខ្ញុំឲ្យប្រាក់ខែនេះមួយខែលៀនដែរ ខ្ញុំឲ្យនាង10លាន ខ្ញុំនឹងមកថាផ្ទះវិឡានមកសមុទ្រចំនួន3ក្នុងទៀត ខ្ញុំនឹងឲ្យភាគហ៊ុននៅហ្វូគ្រប់3%ទៅដល់នាងទៀត នេះ យ៉ាងម៉េចគេហើយឯងគ្រាន់តែជាកូនកៅខោដូច្នេះគ្មានសិទ្ធិផ្ដល់ឲ្យគេទេ ឯង បានហើយពួកលោកធ្វើអីកុំឲ្យខ្ញុំអត់ការអត់ធ្មត់ជាងនេះខ្ញុំគ្រាន់តែជាអង្គរៈតែខ្ញុំក៏មិនត្រូវតែអាននឹងអ្វីដែលពួកលោកឲ្យខ្ញុំដែរចាប់មកគ្នាចេញទៅឈប់រំខានដាក់ខ្ញុំទៀត
អ្នកនាងលីនបានអ្នកនាងបន្តពេញចិត្តខ្ញុំមកថែមអ្នកនាងទៀតអំណាចនឹងទ្រព្យសម្បត្តិដែលខ្ញុំមានខ្ញុំនឹងឲ្យអ្នកនាងទាំងអស់ ខ្ញុំក៏ដូចគ្នា មួយថែមលឹមគ្រប់គ្រាន់មួយថែមលឹមគ្រប់គ្រាន់អញ្ចឹង1 ម៉ោង 1 លានតាមបានទេឲ្យតែអ្នកព្រមធ្វើចោលក្រាក់ខ្ញុំលក្ខណៈអ្វីក៏ខ្ញុំព្រមដែរ មកទៅខ្ញុំមិនធ្វើតាមអ្នកណាទាំងអស់ពួកលោកឆាប់ចេញទៅខ្ញុំយល់ព្រមអំបញ្ញមិញលោកនិយាយថាប្រហែល1 លានក្នុងមួយថ្ងៃឬក៏1 លានក្នុង1 ម៉ោងហើយពួកលោកយល់ព្រមលក្ខខណ្ឌទាំងអស់ហើយមែនទេ អ្នកស្រីជាអ្នកណា ខ្ញុំជំនាញរបស់នាងហើយខ្ញុំអាចសម្រេចគ្រប់យ៉ាងចំនួនគេបានក្នុងចំណោមអ្នកទាំងពីរអ្នកណាគេស៊ីថ្លៃជាងខ្ញុំឲ្យទៅអ្នកនោះហើយ អ្នកមីអាចជួយខ្ញុំបានទេឲ្យតែអ្នកមីអាចជួយខ្ញុំបានអ្នកមីត្រូវការអីខ្ញុំព្រមទាំងអស់ហ៎ អ្នកមានជួបខ្ញុំវិញខ្ញុំឲ្យគុណពី មិនស្មានថាស្រីម្នាក់នេះមានតម្លៃដល់ថ្នាក់ហ្នឹងធ្វើឲ្យមនុស្សប្រុសពីរនាក់លងស្រ័យក្នុងពេលតែមួយគ្មានបញ្ហាទេត្រឹម1 លានគឺគ្រប់គ្រាន់ហើយអញ្ចឹងចុះអ្នកណាឲ្យលុយខ្ញុំមុនអ្នកនោះអាចយកនាងនេះទៅបានហើយ បានតើ គឺខ្ញុំមុន អូបានហើយខ្ញុំមិនមែនជាទំនេររបស់អ្នកណាទេហើយការអត់ធ្មត់ខ្ញុំមានដែរកំណត់បើគ្រប់គ្នាមិនឈប់បង្កបញ្ហាទៀតក៏មិនទៅថាខ្ញុំមិនគួរសមដល់គ្នាចេញទៅចេញទៅប៉ុន្តែលុយរបស់ខ្ញុំ បើប្រុសកុំចោលអស់មិនតែទៀតនាងនឹងខ្លាចជារបស់ខ្ញុំ តំណែងជាអ្នកស្នងមរតកក្រុមហ៊ុនហ្វូឯងមិនអាចចំណាយពីខ្ញុំទេឯងរងចាំតែទទួលកាកសំណល់ទៅ ក៏ចាំមើលទៅ ពេលនេះនាងនៅតែជាអង្គរៈរបស់ខ្ញុំហើយខ្ញុំជាចៅហ្វាយរបស់នាងតែបើនាងហ៊ានក្បត់អាកប្បកិរិយា ពីពួកគេមកឲ្យជើងភ្លាមមិនចឹងទេអាចថ្ងៃនេះនឹងមានរឿងល្អមើលហើយ ចាំឲ្យទៅឥឡូវនេះដែរទេ ឆាប់បានទ្វារទៅឯងនឹងឈប់ទាំងយើងធ្វើអី បើថ្ងៃនេះឯងមិនឲ្យលុយយើងទេយើងនឹងវាយឯងឲ្យស្លាប់ ឈប់សិន មិនក៏លោកមិនតាមទៅវិញទេ អ្នកស្រីចង់បានលុយមែនទេឆាប់ចេញទៅចាំខ្ញុំជាអ្នកឲ្យ ឈួតមែនទេឲ្យលុយទៅគាត់ធ្វើអី ទុកចិត្តចុះខ្ញុំមានវិធីល្អបំផុតដើម្បីដោះស្រាយជាមួយគេបានហើយ លោកឲ្យខ្ញុំប្រហែលដែរមុននេះលោកថាឲ្យ1 លានណាដូចជាមានលឿននិយាយថាផ្ទះវិឡានិងភៀកហ៊ុនថែមទៀតផងត្រូវដែរទេ តែហើយបានតែមានហ៊ានសុំខ្ញុំក៏ហ៊ានឲ្យ រឿងអីដែលខ្ញុំមិនហ៊ានទៅនិយាយអញ្ចឹងលោកឲ្យនៅឯណាដែរហើយចាឆាប់ឲ្យមកល្អជាងខ្ញុំនឹងបានចេញពីទីនេះ 2 នាទីទៀតនឹងមកដល់ហើយ លោកឈួតមែនទេប្រងឲ្យគាត់ប៉ាត់មែនទេឯងកុំចេះមានមនុស្សប្រុសតាមស្រឡាញ់ឲ្យតម្លៃប៉ុណ្ណឹងហើយធ្វើរឹកពីមិនអីទេឯងរឹកទុកឲ្យយើងជាអ្នកយកក៏បានដែរយើងជាចាស់ទុំរបស់ឯងណាឯងចង់នៅជាមួយអាម្នាក់នេះក៏បានតែត្រូវឲ្យលុយមួយយើងដូចដែលបាននិយាយមុននេះមិនអញ្ចឹងទេយើងមិនព្រមឲ្យឯងចេញដាច់ខាតគិតថាខ្ញុំមិនហ៊ានធ្វើអីមែនទេ ឈប់សិនមុននេះមានគេរាយការណ៍មកថានៅទីនេះមានការចាប់ចម្រិតឆាប់ទៅជាមួយពួកយើងទៅ ខ្ញុំមិនបានធ្វើអីខុសទេប៉ាត់មែនណាលោកច្រឡំមនុស្សហើយគឺប៉ាត់មែនច្រឡំមនុស្សហើយប៉ាត់មែនលោកច្រឡំមនុស្សហើយ តែខ្ញុំមានផតាំង អើយឯងលេងល្បិចជាមួយយើងអាចចាំតែមើលទៅជាអសរសាស្ត្រឯងវិញ នាងមើលមកខ្ញុំបែបនេះធ្វើអីឬក៏ជាប់ចិត្តជាមួយនឹងខ្ញុំតាហើយ ខ្ញុំចង់សួរលោកថាមានរឿងអីកើតឡើងមិនបានជាបលិកដឹងហើយមកចាប់គាត់បែបនេះ ហើយជួយនាងគិតថាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រធានហ្វូគ្រប់ដល់ណាក៏អាចបោកបានដែរតែមែនទេផ្អែកទៅលើការនិយាយទាមទារលុយប្រៀបដូចជាការគំរាមកំហែងគាត់មកលើនាងគឺខ្ញុំដឹងមកទៅហើយវាគ្រប់គ្រាន់ហើយដែលអាចប្រើជាផតាំង ដូច្នេះលោកបានរៀបចំគម្រោងរួចហើយ នោះក៏ត្រូវហើយមិនចឹងពេលនេះខ្ញុំត្រូវអស់លុយបាត់ទៅហើយតែនាងកុំបារម្ភអីខ្ញុំនឹងជួយមើលថែគាត់ឲ្យចេញឆ្ងាយពីនាងមួយរយៈដើម្បីកុំឲ្យនាងពិបាកទប់ទល់ជាមួយគាត់ឃើញទេការប្រើកម្លាំងមិនប្រើខួរក្បាលនេះគឺមិនអាចជួយអីបានទាំងអស់ ល្អ ហើយត្រូវហើយជំងឺរបស់ម៉ាក់នាងខ្ញុំនឹងយកវិជ្ជាបណ្ឌិតល្អបំផុតមកព្យាបាល ថាម៉េច ឆ្លាតទៅបានទេពេលដែលហ្វូតុងវាចង់តាក់ទាញនឹងណាមីងគឺចង់ឲ្យចូលអន្ទាក់របស់វាដូច្នេះថ្ងៃក្រោយមុននឹងនិយាយអ្វីគួរតែគិតឲ្យបានច្បាស់សិនទៅអត់ប៉ុន្តែមិនអីទេព្រោះថានាងមានចវាយដ៏អស្ចារ្យម្នាក់នេះឆ្លាតហើយសង្ហាទៀតផង ខ្ញុំជឿស្រាប់ហើយថាអ្វីដែលលោកកំពុងធ្វើព្រោះចេតនាជាមួយខ្ញុំនោះបើគ្មានការអីទៀតទេអាចទៅវិញបានហើយ ណាទៅលោកប្រធានត្រូវនឹងដេកចេញពីបន្ទប់ប៉ុណ្ណឹងហើយនៅសល់បានទៀត បើសិនជាឯងមិនដឹងរឿងអ្វីទេឆាប់បាត់មាត់ឲ្យចិត្តទៅយើងមានហេតុផលរបស់យើង ហើយសុំទោសផងក្រោយមកនេះលោកប្រធានបាននិយាយថាចង់ផ្ដល់មេរៀនឲ្យយើងនោះអី នេះជាល្បិចទុនបង្ក្រាបរឹងខ្ញុំនឹងធ្វើឲ្យនាងស្ម័គ្រចិត្តធ្វើការជាមួយខ្ញុំបន្តដោយមិនចាំបាច់បង្ខំអ្វីទាំងអស់ព្រោះរវាងខ្ញុំនិងនាងមានរឿងវែងឆ្ងាយត្រូវដោះស្រាយហើយចោះពួកយើងដើរយឺតទៅ ស៊ីវ៉ៃខ្ញុំមកដល់ហើយអ្នកមីងគាត់សម្រាប់នៅបន្ទប់ខាងមុខនេះមែនទេនេះគឺជាប្រធានក្រុមហ៊ុន Full Group តាប្រធានក្រុមហ៊ុន Full Group ប៉ុន្តែហេតុអីបានជាគេចេញពីបន្ទប់លីនស៊ីវ៉ៃបែបនេះហេនេះគឺលីនស៊ីវ៉ៃតាអរគុណណាស់ស៊ីវ៉ៃបើកុំតែមានការរវល់នៅផ្ទះខ្ញុំក៏មិនរំខានឯងដែរមិនអីទេឬវាអាចជាថ្ងៃនោះដែលខ្ញុំពឹងឲ្យស៊ីវ៉ៃជួយជំនួសការងារស៊ីវ៉ៃអ្នកមីងគាត់ចាំបាច់ហើយបានធ្វើហើយអរគុណឯងមិនសួរសឹកតុង មិនអីទេនេះផ្លែឈើនិយាយអញ្ចឹងអ្នកដែលទៅចេញទៅមិញនេះគឺលោកហ្វូមកពីក្រុមហ៊ុន Full Group មែនទេត្រូវហើយឯងស្គាល់គាត់ដែរខ្ញុំក៏ធ្លាប់បានលើពីគាត់ខ្លះដែរចុះឯងត្រូវជាអីនឹងគ្នាជាមួយគាត់ហេតុអីបានជាគាត់មករកឯងដល់ទីនេះ ខ្ញុំគឺជាអង្គការរបស់គាត់ត្រឹមជាចៅហ្វាយនឹងកូនចាប់ប៉ុណ្ណោះមានអ្វីមែនទេ ច្បាស់ហើយថាឯងនឹងគាត់គ្មានអីលើពីនេះ ពិតជាគ្មានអីមែនជីរ៉ាន់ចុះឯងមានអីដែរបានជាសួរខ្ញុំបែបនេះ ចុះមាននៅចាំបានទេថាកន្លងមកឯងធ្លាប់ជួយអ្នកណាខ្លះ ក្នុងមួយខែចង្ខៅណាក៏3នាក់ដែរមានមនុស្សច្រើនណាស់ដែលខ្ញុំបានជួយកន្លងមកឲ្យដឹងចាំមិនថែស្ដាប់លើអ្នកណាមិនក៏ថ្ងៃនេះសួរខ្ញុំផ្លែផ្លែមានរឿងអីមែនទេ គ្មានអីទេខ្ញុំគ្រាន់តែសួរធម្មតាប៉ុណ្ណោះខ្ញុំទៅតែនឹកឃើញថាមានការត្រូវធ្វើបន្តចាំថ្ងៃក្រោយចាំនិយាយគ្នាទៀតណា
ប្រធានក្រុមហ៊ុន Full Group ជាអ្នកស្នងមរតកដែលមានទ្រព្យសម្បត្តិរាប់សិបលានលីនស៊ីវ៉ៃបាច់ជ្រុលជានាមមិនចាំទៅហើយនោះទុកឲ្យខ្ញុំជាអ្នកទទួលផលជំនួសទៅចុះអាឡូលោកពូខ្ញុំនេះហើយជាមនុស្សដែលលោកកំពុងតាមរង លោកប្រធានពូអើយ មានរឿងអី មនុស្សស្រីដែលលោកអាចខ្ញុំតាមរកពេលនេះរកឃើញហើយ ហ៎ពេលនេះទីណាទៅរកគេព្រាមទៅបើនាងជាមនុស្សដែលជួយខ្ញុំពិតមែនខ្ញុំហ៊ានធានាថាខ្ញុំនឹងតបស្នងនាងដោយស័ក្តិសមខ្ញុំអាចឲ្យនាងបានគ្រប់យ៉ាងប៉ុន្តែជាដំបូងនាងត្រូវឆ្លើយប្រាប់ខ្ញុំជាមុនសិនថានាងបានជួយខ្ញុំដោយរបៀបយ៉ាងណាដែរទៅ លោកពូថ្ងៃនោះខ្ញុំបានទៅយកអាហារនៅកន្លែងកាត់ហែនចៃដនមានភ្លឹងឆេះខ្ញុំក៏ចូលទៅជួយលោកអាចពិនិត្យមើលបាន មនុស្សបោកប្រាស់សពថ្ងៃនេះពិតជាមានជំនាញខ្លាំងមែនតែមនុស្សស្មានថានាងក៏ហ៊ានបោកខ្ញុំដែរ លោកពូតែខ្ញុំមិនបានកុហកមែន ឆាប់យកនាងចេញទៅហើយផ្ដល់មេរៀនឲ្យនាងខ្លះផងបើថ្ងៃក្រោយបណ្ដោយឲ្យមនុស្សបែបនេះចូលមកទៀតយើងមិនដេញឲ្យចេញ បាទទៅឆាប់ទៅ ឈប់សិន កុំខ្លាចអីចាំពីពេលនេះទៅខ្ញុំនឹងការពារឯង លោកពូមានរឿងអីទេ ប្រាប់មកសញ្ញានៅខាងក្រៅខ្នងរបស់នាងតើយ៉ាងម៉េចសញ្ញានៅខាងក្រៅខ្នងរបស់នាងតើយ៉ាងម៉េច គឺខ្ញុំមានតាំងពីក្មេងមកម្លេះ ល្អខ្លាំងណាស់មនុស្សដែលខ្ញុំស្វែងរក20ឆ្នាំមកនេះការពិតគឺជានាងនៅចាំខ្ញុំបានទេក្មេងប្រុសម្នាក់នោះ ក្មេងស្រីក្មេងប្រុសណាស់តើកន្លងមកជាង20ឆ្នាំតើលីនស៊ីវ៉ៃធ្លាប់បានជួយសង្គ្រោះលោកពូលើរឿងអីខ្លះហើយរវាងនាងនិងលោកពូតើនៅមានរឿងអីទេហើយចាខ្ញុំឈឺក្បាលខ្លាំងណាស់រឿងដែលលោកកំពុងនិយាយខ្ញុំចាំមិនបានទេ តើមានរឿងអ្វីកើតឡើងចំពោះនាង គឺខ្ញុំធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយពីនោះខ្ញុំក៏បាត់បង់ការចងចាំមិនអាចចាំរឿងដែលកើតឡើងពីមុនបានទេ មិនអីទេទោះបីជានាងចាំមិនបានប៉ុន្តែខ្ញុំនៅតែសប្បាយចិត្តខ្លាំងណាស់ដែលរកនាងឃើញឯងរៀបចំកន្លែងស្នាក់នៅមួយឲ្យនាងសៀយកបន្ទប់ប្រណិតបំផុត បន្ទប់ប្រណិតបំផុតទេសំណាងល្អណាស់ដែលខ្ញុំបានរៀបចំទុកមុនធ្វើវាឲ្យដូចលីនស៊ីវ៉ៃមិននឹកស្មានសោះថាសញ្ញាពីកំណត់មួយនេះវាជាកូនសោធ្វើឲ្យលោកពូព្រមទទួលស្គាល់យើងបានវាយកុំបន្ទោសខ្ញុំអីណាទោះខ្ញុំមិនដឹងថាហេតុអីបានជាលោកពូភ្ញាក់ផ្អើលពេលឃើញស្នាមពីកំណត់នេះប៉ុន្តែវាបានខ្លាចជារឿងល្អសម្រាប់ខ្ញុំហើយតើស្រីណាទៅដែលមិនចង់បាននោះ អាឡូយីរ៉ាន ស៊ីវ៉ៃអញមានការអី គឺមិញនៅច្រក Full Group ខ្ញុំដូចបានឃើញឯង អញនិយាយអីហ្នឹងខ្ញុំកំពុងនៅផ្ទះតាអញប្រហែលជាច្រឡំហើយ ប្រហែលជាខ្ញុំច្រឡំមែនហើយមែនហើយខ្ញុំទៅនឹកឃើញថាមានការចង់និយាយជាមួយឯងនៅផ្ទះចាំខ្ញុំត្រង់ មិនក៏សុកមករកខ្ញុំ ហើយចាំមិញ គឺគ្មានអីទេខ្ញុំកំពុងរៀបចំចេញទៅក្រៅអញក៏មកអី មិនក៏ណាបែបនេះចង់ស្រាប់មែនទេ យីរ៉ានមានរឿងអីឯងមិនអីទេឯងមិនអីទេ គឺមិនអីទេមិនអាចឲ្យលីនស៊ីវ៉ៃដឹងរឿងដែលខ្ញុំកំពុងតែបន្លំធ្វើជានាងជាដាច់ខាត អាយ៉ូយីរ៉ានណាយីរ៉ានថ្ងៃនេះមិនក៏ស្អាតម្ល៉េះកំពុងគិតចង់ទៅណានឹង កុំបេះបង្ខូចមីងគ្មានលទ្ធភាពសងខ្ញុំទេ យ៉ាស្រីល្អមិនក៏គ្មានចេះគួរសមស្អីសោះអញ្ចឹង មិនដឹងទេថាឈុតនេះថ្លៃប្រហែលបើវាខូចទោះមីងលក់អស់គ្រប់យ៉ាងក៏មិនអាចទិញវាបានផង ឈប់សិនកុំអើទៅប្រាប់យើងសិនឯងនិយាយមិននេះបានន័យថាយ៉ាងម៉េច បានហើយខ្ញុំគ្មានពេលណានិយាយអត់ប្រយោជន៍ជាមួយមីងទេលែងខ្ញុំ ធ្វើរពីក៏អើកតោមដោយខ្លួនឯងជាកូនអ្នកមាន ឆាប់លែងទៅ អាយ៉ូអូយយីរ៉ានមិនក៏ធ្វើដល់គាត់បែបនេះអាយ៉ូចំកែរបស់ខ្ញុំបាក់ហើយទេដឹងអើយយីរ៉ានមីងគាត់ចាស់ហើយកន្លងមកគាត់តែងតែធ្វើល្អដល់ឯងមិនក៏ធ្វើបែបនេះដាក់គាត់ ខ្ញុំបានធ្វើអីខ្ញុំមិនបានធ្វើទេគាត់ស្លាប់ដួលខ្លួនឯងតែ តែខ្ញុំមិនបានឃើញ ឯងបានឃើញអីលីនស៊ីវ៉ៃដោយសារតែរឿងតូចតាចបែបនេះឯងមកនិយាយគៀបសង្កត់ឲ្យខ្ញុំព្រមទទួលតើយើងនៅជាមិត្តនឹងគ្នាដែរទេឯងធ្លាប់ទុកចិត្តខ្ញុំខ្លះទេ ហើយចាស់បានហើយមីងមិនកើតអីទេកុំឆ្លោះគ្នាអីមីងទៅសិនហើយកុំព្រោះតែនិយាយចាស់ដូចជាយើងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពួកឯងអីអាយ៉ូហើយជីរ៉ានមិនក៏ឯងខ្លាចទៅច្បាប់នេះឯងកាត់ប្រែច្រើនណា ខ្ញុំផ្លាយត្រង់ណាខ្ញុំប្រាប់ឯងរួចហើយថាខ្ញុំមិនបានធ្វើអីគាត់ទេប៉ុន្តែឯងមិនជឿខ្ញុំទាំងដែលយើងធ្លាប់ធំឡើងនឹងរាប់អានគ្នាជាច្រើនឆ្នាំ សុំទៅជីរ៉ានខ្ញុំគ្រាន់តែបានពីឯង ដែលនេះសា ប្រធានណាទៅមិនបានជាជីរ៉ានប្រាប់ខ្ញុំជីរ៉ានកុំទៅអីប្រចាំគេបោកប្រាស់ លីនស៊ីវ៉ៃអញគិតថាឯងជាមនុស្សឆ្លាតតែម្នាក់ឯងអញ្ចឹងហ៎ពេលនេះមានបរិសុទ្ធអ្នកមានមកស្រឡាញ់ខ្ញុំហើយគេក៏ចង់រៀបការជាមួយខ្ញុំដែរនេះមែនទេដែលគេហៅថាបោកប្រាស់ អត់ទេជីរ៉ានខ្ញុំគ្មានន័យបាននឹងទេ បានហើយខ្ញុំគ្មានពេលទៀតទេ អេជីរ៉ានខ្ញុំលើកថាពេលនេះក្រុមហ៊ុនហ្វូយើងចិត្តមានលោកស្រីហ្វូហើយ មនុស្សស្រីដែលមកថ្ងៃនេះខ្ញុំថាគេនឹងជាអនាគតលោកស្រីហ្វូហើយ លើគេប្រាប់មកថាគាត់មាននាមតកោស៊ីមិននាងនិយាយនាមតកោអីនាងជាអ្នកណាដែរឆាប់ប្រាប់មកមិននាងនិយាយថាគេនាមតកោអី ចុះនាងគិតថាខ្លួនឯងជាអ្នកណារឿងអីយើងត្រូវឆ្លើយសំណួរនាង ប្រាប់ឬមិនប្រាប់ខ្ញុំនិយាយគ្រាន់តែនិយាយថាលោកស្រីដែលមកថ្ងៃនេះប្រហែលជាអនាគតលោកស្រីហ្វូភរិយារបស់លោកប្រធាននាមតកោនាងគឺសៀជីរ៉ានតើនាងមានឈ្មោះសៀអីគឺសៀឆាប់និយាយមកឬក៏នាងចង់បញ្ចប់ដូចជាតកអំបញ្ញមិញនេះខ្ញុំមិនដឹងទេខ្ញុំពិតជាមិនដឹងមែនប្រកាសជាមិនមែនជីរ៉ានទេប៉ុន្តែបើមែនតើជីរ៉ានអាចស្និទ្ធស្នាលជាមួយប្រធានហ្វូ កំពុងនិយាយជាមួយនរណា ហើយយ៉ាកូនប្រុសខ្ញុំទីបំផុតរកឃើញស្នេហ៍ពុតហើយ អត់ទេស្រាប់ខ្ញុំបោកស្រាយសិន
ពួកឯងទាំងពីរនាក់ មិនមានរឿងអីចាំបានទេ ម៉ាក់យល់វាជារឿងធម្មតាទេសម្រាប់យុវវ័យកុំខ្មាស់អៀនអីណាតាំងពីដើមមកខ្ញុំមិនដែលរំពឹងទេថាកូនប្រុសជើងល្អរបស់ខ្ញុំមានថ្ងៃនេះនឹងគេវាជារឿងល្អខ្លាំងណាស់ខ្ញុំចិត្តបានចៅពរនឹងគេហើយ ម៉ាក់ក្រុមហ៊ុនធ្វើអីពីដើមមកម៉ាក់មិនដែលចាប់អារម្មណ៍មកក្រុមហ៊ុនទេថ្ងៃនេះស្រាប់តែចេញមក អេម៉ាក់មិនចង់មកប្រហែលទេប៉ុន្តែបើម៉ាក់មិនមកពិតជាស្ដាយក្រោយហើយព្រោះមិនបានឃើញរូបភាពពួកឯងទាំងពីរមិញនេះនិយាយពីអាកំឡោះឯងវិញម៉ាក់បានលើទូទាំងក្រុមហ៊ុនគេនិយាយថាក្រុមហ៊ុនហ្វូចិត្តមានចៅហ្វាយស្រីហើយហេតុអីបានជាឯងមិនប្រាប់ម៉ាក់គិតចង់លាក់ម៉ាក់ដល់ពេលណាទៀតហ៎ លាក់មនុស្សស្រីមានមនុស្សស្រីមកពីណាឬមួយក៏នាងបាននិយាយក ុំមកចោទខ្ញុំនឹងគ្មានគេខ្នាតដល់ផ្សព្វផ្សាយពីចាំរ៉ានរវាងខ្ញុំនិងលោក នោះគឺល្អហើយដែលនាងមិនដែលនិយាយថាស្រឡាញ់ខ្ញុំប្រាប់គេ ស្រឡាញ់លោកអីខ្ញុំមិនដែលសុបបីតែកិនមើលរូបរាងខ្ញុំផងគ្មានថ្ងៃក៏ស្រឡាញ់មនុស្សដូចលោកទេ នាង ឈប់សឹកគ្នាបានហើយកុំបារម្ភអីម៉ាក់នឹងលាក់រឿងនេះជាការសម្ងាត់តែពួកឯងត្រូវប្រាប់ម៉ាក់ដូចគ្នាថានឹងមានគម្រោងរៀបការនៅពេលណាដែរឬទេ ម៉ាក់យល់ច្រឡំហើយកូននឹងគេគឺពិតជាគ្មានអ្វីកើតឡើងជាមួយគ្នាពិតមែនខ្លួនជាស្រីតែកាយវិការដូចប្រុសបែបនេះ គួរឲ្យអស់សំណាញ់មនុស្សប្រុសដូចលោកសម្បល់ដូចមុនក៏មិនត្រូវចិត្តខ្ញុំដូចគ្នា នាងជេរខ្ញុំហ៎ បានហើយគូឯងទាំងពីរនេះដូចជាឆ្មាកដុលអញ្ចឹងសម្រាប់ថាមង្គលការទុកឲ្យម៉ាក់ជាអ្នកចាត់ចែងទៅចុះណាពេលនេះបញ្ហាត្រូវបានដោះស្រាយរួចហើយអញ្ចឹងម៉ាក់ទៅវិញហើយណាថ្ងៃនេះជាថ្ងៃអីមិនបានជាមានក្តីសុខខ្លាំងម្ល៉េះ ណាមីងចូលច្បាស់ហើយខ្ញុំមិនមែនឲ្យចាប់ប្រធានហ្វូមិនគិតជួយនិយាយអីខ្លះទេខ្ញុំប្រងធ្វើអង្គរៈលោកមិនក៏ចង់ឲ្យខ្ញុំធ្វើជាប្រពន្ធលោកទៀតហើយ ខ្ញុំមិនដែលគិតថាខ្ញុំចង់យកនាងធ្វើជាប្រពន្ធរូបរាងនឹងកម្លាំងដូចជាមនុស្សប្រុសគ្មានការតាក់ទាញតែប្រុសណាចង់រៀបការជាមួយនាង មិនដែលកិនពេលចាំរ៉ាំលេចឡើងបានយ៉ាងម៉េច ខ្ញុំចង់ដឹងថាវាកើតឡើងបានយ៉ាងម៉េចឯងឆាប់ទៅពិនិត្យមើលថាការផ្សព្វផ្សាយនេះចេញមកពីចំណុចណាចំណែកនាង លោកមើលអីបើលោកមើលខ្ញុំទៀតខ្ញុំមិនចាប់ភ្នែកលោកខ្វះ គ្មានអ្វីដែលត្រូវមើលទេគ្មានចាប់អារម្មណ៍ស្អីផងប៉ុន្តែខ្ញុំថានាងទៅវិញទេដែលព្យាយាមនៅក្បែរខ្លួនរបស់ខ្ញុំតាក់ទាញខ្ញុំឲ្យស្រឡាញ់នាងតែមែនទេ ខ្ញុំនេះស្រឡាញ់លោកហើយឈឺក្បាលហើយហូចចិន ហើយនាងចង់ទៅណា ចង់ឲ្យខ្ញុំនៅទីនេះជាមួយលោកពេញមួយថ្ងៃមែនទេឬមកប្រធានហ្វូកំពុងកាត់អីលើខ្ញុំ ត្រឹមត្រូវហើយព្រោះនាងជាអង្គរៈរបស់ខ្ញុំដូច្នេះនាងត្រូវនៅក្បែរខ្ញុំ24ម៉ោងបើនាងមិននៅជាមួយខ្ញុំហើយមានរឿងអ្វីកើតឡើងតើខ្ញុំគិតយ៉ាងម៉េចធ្វើជាអង្គរៈទៅហើយហេតុអីក៏គ្មានទំនួលខុសត្រូវបែបនេះចង់ធ្វើអីភ្លេចហើយថាខ្ញុំជាចៅហ្វាយហើយខ្ញុំក៏ជាអ្នកមានគុណជួយម្ដាយរបស់នាងដែរខ្ញុំបានជួយនាងជាច្រើនខ្លាំងណាស់ មិននឹងហ៊ានទៅលោកហ្វូលោកជាចៅហ្វាយដ៏ល្អខ្ញុំនឹងបម្រើលោកឲ្យបានល្អបំផុត បែបនេះទៅគួរឲ្យស្រឡាញ់បន្តិចនៅឈប់ដល់ណាទៀតមកតាមខ្ញុំទៅ មនុស្សច្រើនណាស់នេះជាសម្លៀកបំពាក់ដែលមនុស្សរាល់គ្នាពាក់នៅទីនេះហី ខ្ញុំមិនដែលឃើញនាងស្លៀកពាក់ឲ្យត្រឹមត្រូវដូចជាមនុស្សស្រីទន់ខ្លួនបានត្រឹមត្រូវទេតែចង់ខ្លាចទៅជាក្មេងស្រីដែលរឹងរូសមើលទៅនាងស្លៀកពាក់បែបនេះក៏មិនអាក្រក់ដែរ បើលោកមកខ្ញុំទៀតខ្ញុំនឹងដកគ្រាប់ភ្នែកលោកចេញមកក្រៅអេឈុតនេះពិបាកដានណា នាងអង្គរៈស្ដាប់បញ្ជាចង្វាញ់តិចទៅ ដឹងហើយ ល្អ ល្អណាស់ ហើយចាបើប្រុសដល់ល្អរបស់ខ្ញុំមកដល់ហើយមកប៉ះតោះខ្ញុំជួយហេតុអីបានចៃមកជួយម្លេះ គ្រាន់តែមករំសាយអារម្មណ៍ចាំបាច់អីត្រូវប្រញាប់នោះខ្ញុំមិនបានមកផ្ទះដៃអបអរណាទេ នេះជួយជាពលរបស់ឯងអាចឈួតទេអ្នកណាជាអ្នកបង្រៀនឯងឲ្យនិយាយជាមួយឪពុកបែបនេះ អញ្ចឹងតើលោកបានធ្វើអ្វីខ្លះមានដឹងខ្លួនច្បាស់ដែរទេកុំហៅខ្លួនឯងថាជាឪពុកខ្ញុំឲ្យសោះ ហេតុអីលោកនិយាយជាមួយប៉ារបស់លោកបែបនេះ នាងជាអ្នកណា ខ្ញុំគឺ លើថាបងប្រុសលាក់បាំងស្រីក្មេងដែលជាអនាគតរបស់អ្នកស្រីហ្វូមែនទេមនុស្សស្រីខ្លះគ្រាន់តែសម័យចង់ចូលគ្រួសារអ្នកមានតែប៉ុណ្ណោះនាងប្រហែលជាចង់ចាប់ប្រុសអ្នកមានហើយថាម៉េចមនុស្សស្រីចូលរបស់បែបនេះហ៎គ្រួសារហ្វូរបស់ខ្ញុំមានអំណាចនឹងប្រាក់រាប់សិបលានឯងជាកូនប្រុសច្បងដំណាក់អ្នកស្រីគ្រួសារហ្វូគួរតែរស់មនុស្សស្រីដែលមានកិត្តិយសស័ក្តិសមកុំយកក្មេងស្រីដែលគ្មានវងត្រកូលយើងមិនយល់ប្រុសទេ អ្វីដែលលោកបាននិយាយមុននេះស្ដាប់ទៅពិតជាពិសេសអស្ចារ្យណាស់សមជាចាស់ទុំគួរឲ្យគោរពមែន អាចនិយាយស្អីអាចចង់ដឹងឲ្យជឿ តាំងពីខ្ញុំនៅក្មេងរហូតមកដល់ពេលនេះលោកគ្រប់គ្រងគ្រប់យ៉ាងទាំងម៉ាក់និងពេលវេលាដូច្នេះខ្ញុំសូមប្រាប់លោកឈប់សវណ្ណទៀតទៅលោកដឹងទេថាហេតុអីបានជាម៉ាក់លែងលះគឺព្រោះតែលោកជាមនុស្សដែលមិនចេះគិត ឯងគ្រួសារហ្វូបានផ្ដល់កំណត់ឲ្យឯងនឹងចិញ្ចឹមឯងឲ្យមានជីវភាពល្អបើគ្មានយើងឯងគិតថាឯងមានថ្ងៃនេះទេ លោកមិនបាច់បង្កើតខ្ញុំទេជាកូនប្រុសច្បងនៅក្នុងគ្រួសារហ្វូនេះគិតថាគួរតែមានមោទនភាពដែរទេដែលមានឪពុកស្រីឃ្លានស្រឡាញ់ផលប្រយោជន៍ជាងស្រឡាញ់ប្រពន្ធកូនទៅទៀតម្ដាយរបស់ខ្ញុំជាស្ត្រីស្មោះត្រង់ នេះឯង បានហើយលើកទីមួយដែលខ្ញុំឃើញឪពុកប្រព្រឹត្តចំពោះកូនខ្លួនឯងបែបនេះលោកក៏ដឹងថាមនុស្សមិនអាចរកកន្លែងកាត់បានបើមិនអាចមើលថែល្អដល់ឪពុកដទៃបង្កើតគេមកធ្វើអីលោកមិនសមធ្វើជាឪពុកគេទេតែ អាខូតក្បត់ធ្វើបាបយើងមិនអាចគ្រប់គ្រាន់នៅនាំមនុស្សស្រីនេះមកបញ្ឈឺចិត្តជឿទៀតប៉ះវាគឺជាកំហុសរបស់ខ្ញុំដែលធ្វើឲ្យបងខ្ញុំយល់ច្រឡំក្មេងស្រីលងបែបនេះអាចចាប់មកប្រាប់បានយ៉ាងម៉េចទៅខ្ញុំជឿថាគាត់មិនមែនមើលមិនដឹងទេស្ទើរតែមិនជឿនឹងភ្នែកយើងធ្លាប់គិតថាគេគឺជាមនុស្សដែលមានប្រយោជន៍ចាត់ទុកគេជាកូនប្រុសក្នុងមង្គលគ្រួសារយើងក៏បាបប្រគល់សិទ្ធិមរតកគ្រួសារហ្វូឲ្យទៅគេតែមើលទៅមរតកគ្រួសារហ្វូត្រូវពិចារណាឡើងវិញហើយ ពេលនេះខ្ញុំបានរំសាយកំហឹងទៅហើយហេតុអីក៏នាងនៅខឹកខ្លាំងយ៉ាងនេះ រសាយបានយ៉ាងម៉េចមើលអ្វីគាត់បានធ្វើចំពោះលោកទៅខ្ញុំមិនបាច់ចាប់ទុកថាសំណាងគាត់ហើយជាកូនប្រុសបង្កើតគាត់តែមើលទង្វើគាត់ចុះនឹងហៅគាត់ថាជាពុកទៀតមនុស្សគាត់តែពីផលប្រយោជន៍គ្មានក្តីស្រឡាញ់ចំពោះគាត់បន្តិច ទើបតែឃើញនៅពេលនេះនាងហាក់ដូចជាបារម្ភពីខ្ញុំណាតើវាអាចទៅរួចទេនាងមានចិត្តមកលើខ្ញុំ ខ្វះស្វាត់ដូចជាលោកអ្នកណាគេស្រឡាញ់ទៅ លៀនវៃនាងចង់សម្លាប់ខ្ញុំតាមមែនទេ អ្នកណាលោកគាត់មិនជឿខ្ញុំ
នៅនិយាយថាខ្ញុំមានចិត្តលើលោកទៀតលោកខ្លួនឯងពេកតែដឹងមានចិត្តស្អីទៅខ្ញុំគ្រាន់តែឃើញលោកមិនសប្បាយចិត្តតែខ្ញុំនិយាយបញ្ចេញកំហឹងចំនួនលោកទៅ បានចឹងល្អហើយហើយខ្ញុំប្រាប់នាងសំដីទាំងអស់នៅពេលនេះគ្រាន់តែពិធីដោះស្រាយជាមួយគេតែប៉ុណ្ណោះតំណែងជាលោកស្រីហ្វូនៅពេលនេះកុំគិតចង់បានឯសោះ អ្នកណាខ្វល់ប៉ុន្តែនៅកន្លែងវាកូនគល់ស្ដាប់តាមការសន្ទនារបស់ពួកគេឪពុកម្ដាយគេទៅតែលែងលះនៅដើមឆ្នាំនេះ លោកហ្វូអ្នកនាងសាទៅដល់ក្រុមហ៊ុនហើយ បើអញ្ចឹងជូនស៊ីវ៉ៃទៅមន្ទីរពេទ្យបន្ទាប់មកចាំត្រឡប់ទៅសន្តាគារ ខ្ញុំលើថាក្រុមហ៊ុនហ្វូរបស់យើងចិត្តមានលោកស្រីហ្វូហើយ ស្ត្រីដែលមកថ្ងៃនេះនាងអាចជាអនាគតលោកស្រីហ្វូ បើតាមដឹងគឺនាងតកោសៀតែឈប់សិនអ្នកនាងសៀជាអ្នកណា គាត់គឺជាអ្នកដែលធ្លាប់ជួយសង្គ្រោះលោកហ្វូ យ៉ាងម៉េចនាងដូចជាចាប់អារម្មណ៍ខ្លាំងម្ល៉េះ តើខ្ញុំអាចទៅតាមលោកបានទេ អូខេបើកឡានត្រឡប់ទៅសន្តាគារទៅ អ្នកនាងសាសូមជួយ ចាសូមស្វាគមន៍អ្នកនាងសៀ នាងសៀដាក់របស់នៅលើតុហើយចេញទៅចុះទាំងអស់នេះហ្វូយន្តហៃបានរៀបចំសម្រាប់ខ្ញុំល្អណាស់នៅពេលអនាគតទ្រព្យសម្បត្តិនិងភាពរុងរឿងទាំងនេះវានឹងក្លាយជារបស់ខ្ញុំតែម្នាក់គត់លោកហ្វូមកដល់ហើយនៅ គាត់កំពុងធ្វើដំណើរមកតាមផ្លូវហើយ ល្អអញ្ចឹងរៀបចំអាហារទៅខ្ញុំចង់ញ៉ាំជាមួយលោកហ្វូ បាទ ថ្ងៃនេះខ្ញុំបានត្រៀមឈុតយ៉ាងពិសេសសម្រាប់តាក់ទាញចិត្តលោកហ្វូបើតាមមុនស្នេហ៍របស់ខ្ញុំគ្រាន់តែលបួសបន្ទិញពេលនោះអង្គនឹងខ្លាចជាបាយហើយតំណែងលោកស្រីហ្វូនឹងមិនឆ្ងាយពីខ្ញុំទេ អ្នកនាងសាលោកហ្វូមកដល់ហើយ មកដល់ហើយល្អណាស់ អេណែទុនខ្លួនបន្តិចបានទេខ្ញុំជាចៅហ្វាយរបស់នាងណាមើលថែម្ចាស់បន្តិចទៅ ខ្ញុំជាអង្គរៈមិនមែនចំម៉ាត់ដោះនៅចង់បានអីទៀត ហេតុអីបានជាស៊ីវ៉ៃនៅទីនេះ តែនាងមិនដឹងមែនទេថាភាពទុនខ្លួនរបស់ស្ត្រីនេះជាអ្វីទៅប្រើកម្លាំងដូចជាមនុស្សប្រុសណែណា បាទលោកហ្វូមកដល់ហើយ យីរ៉ាន់ណែណា អ្នកនាងសានៅបន្ទប់ធំជាន់ទី2លោកហ្វូត្រូវការខ្ញុំហៅនាងមកទេ មិនទេខ្ញុំត្រូវនាងដល់ខ្លួនឯង ជីរ៉ាន់ខ្ញុំស្ដាប់មិនច្រឡំទេគ្រប់គ្នាហៅថាអ្នកនាងសៀតែលោកហ្វូហៅថាជីរ៉ាន់ឬមួយអ្នកនាងសៀមិនកចាត់ដល់ខ្លាំងម្ល៉េះឈ្មោះនៅនាងតកោដូចជាសៀជីរ៉ាន់ដែលខ្ញុំធ្លាប់ស្គាល់មិនអាចទេមិនអាចរួចទេអេចង់ឡើងទៅលើផ្ទះទាំងឈឺបែបនេះមែនទេត្រូវការជំនួយដាក់អាន ទៅ ហើយ នេះជាចនាយន្តផ្ដាច់មុខរបស់ខ្ញុំនាងត្រូវឡើងនៅខាងនោះ ខ្ញុំល្អហ្វូយន្តហៃចាំមើលដល់គ្នាហើយ ហើយអូខ្ញុំភ្លេចប្រាប់ជាន់ទី29 ថាម៉េចជាន់ទី29អើខ្មៅស្វិតគ្មានបេះដូងលើកទី1គេត្រូវខ្ញុំរត់ទៅក្រុមហ៊ុន10គីឡូលើកទី2ខ្ញុំត្រូវឡើងជាន់ទី29បានសប្បាយចិត្តនឹងធ្វើបាបខ្ញុំសិនទៅហ្វូយន្តហៃចាំឲ្យច្បាស់ថ្ងៃណាមួយមិននឹងឲ្យខ្មៅលុតជង្គង់ចោះហើយសុំអង្វរមេដីនៅចំពោះមុខមីង លោកហ្វូតើលោកមានចេតនាធ្វើបាបអ្នកនាងលីនមែនទេ ឯងនិយាយទៅមើលនៅក្នុងឡាននាងធ្វើបាបខ្ញុំបិទតែស្រាប់ទៅហើយខ្ញុំធ្វើដើម្បីសុខភាពនាងតើឡានចណ្ដើវាហាត់ប្រាណម្យ៉ាងវិញទៀតនាងចង់នៅទីនេះដល់ខ្លួនឯងអើយដាក់ហើយនៅឃើញការដែលនាងនៅក្នុងឡានធ្វើបាបខ្ញុំមិនដឹងថានាងញ៉ាំអ្វីបានជាខ្លាំងយ៉ាងនេះបានហើយឯងឲ្យយូរ៉ាន់ស្នាក់នៅបន្ទប់ណា គឺឲ្យនាងស្នាក់នៅបន្ទប់ធំរបស់លោកហ្វូតែម្ដង តើធ្វើយ៉ាងម៉េចទៅលីនស៊ីវ៉ៃក៏នៅទីនេះដែរឥឡូវនេះខ្ញុំមិនអាចបង្ហាញខ្លួនបានទេមិនត្រូវឲ្យលោកហ្វូដឹងពីអាកប្បជាដាច់ខាតខ្ញុំត្រូវប្រើល្បិចសិន ហើយចូលនាងណែណា សម្រាប់នៅខាងក្នុង លោកហ្វូខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនបន្តិចកុំចូលមកអី ខ្ញុំចូលទៅមើលតើនាងមិនស្រួលយ៉ាងម៉េច មិនអីទេលោកកុំចូលមកអីខ្លាចឆ្លងទៅវិញសិនទៅ ឯងចង់នៅមើលថែនាងឬយ៉ាងម៉េចឆាប់ទៅហៅពេទ្យភ្លាមមក បាទ មើលទៅការធ្វើពុតរបស់ខ្ញុំធ្វើឲ្យលោកហ្វូបារម្ភខ្លាំងណាស់វាហាក់ដូចជាខ្ញុំកំពុងតែឈ្នះមកតំណែងជាលោកស្រីហ្វូចិត្តបានសម្រេចហើយ ស្រីដំរីម្នាក់នោះនៅមិនទាន់មកដល់ទេ នៅទេ មិនចាំទេចុះទៅមុនទៅ បាត់មនុស្សទៅណាអស់ហើយ មិនអាចនៅបន្តបែបនេះបានទេលីនស៊ីវ៉ៃត្រូវតែចាក់ចេញពីលោកហ្វូបើមិនដូច្នោះគ្រប់យ៉ាងនឹងត្រូវលាតត្រដាង បន្ទប់នេះមែនទេ ណែនាងធ្វើអីនៅទីនេះឆាប់ចេញភ្លាមទៅឬមួយក៏នាងចង់ចុះចំណាម្ដងទៀត
តើអ្នកនាងសៀដែលលោកនិយាយនោះនៅឯណាហេតុអីខ្ញុំមើលមិនឃើញ ហេតុអីក៏នាងចង់ជួបពេលខ្លាំងម្ល៉េះឬមួយក៏នាងចាប់អារម្មណ៍ភេទដូចគ្នា លោកនិយាយទៅផ្ដាអីខ្ញុំគ្រាន់តែចង់ឃើញនាងតែ អង្គរៈត្រូវធ្វើការងារជាអង្គរៈនាងត្រូវការពារខ្ញុំ24ម៉ោងចង់កិច្ចវេះពីការងារមិនខាតទេមើលទៅនាងពិតជាចង់កិច្ចវេះពិតមែន ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាម៉ែដប់ផ្ទាល់ខ្លួនរបស់នរណាម្នាក់ទេ ឬមួយក៏នាងមិនពេញចិត្តទេ មានតែមនុស្សឈួតទេធ្វើតាមអារម្មណ៍លោកទៅវិញ រកវិធីកម្ចាត់នាងស្រីមីជ្រែកនោះចេញឲ្យឆ្ងាយពីហ្វូក្រុមខ្ញុំនឹងឲ្យនាង 100000 យន់បើធ្វើបានសម្រេចនាងនឹងទទួលបានប្រាក់បន្ថែម 500,000 យន់ទៀតសូមអរគុណលោកស្រីរឿងល្អបែបនេះទុកចិត្តលើខ្ញុំចោះលោកហ្វូបញ្ជាឲ្យនាងយកឯកសារទាំងនេះទៅការិយាល័យរបស់គាត់ហើយចូលទៅបន្ទប់លេខ 2 ជាន់ទី 7 យកឯកសារផ្សេងទៀតទៅផងនាងជាអ្នកណាយ៉ាងម៉េចនាងចង់មិនស្ដាប់បញ្ជាលោកហ្វូហ៎ឆាប់ទៅបានខ្ញុំទៅ លោកហ្វូបញ្ជាឲ្យនាងយកឯកសារទាំងនេះទៅការិយាល័យរបស់គាត់ហើយចូលទៅបន្ទប់លេខ 2 ជាន់ទី 7 យកឯកសារផ្សេងទៀតទៅជាមួយផងមានចេតនាចង់បោកខ្ញុំគិតថាមនុស្សខ្ញុំស្រុកអោងណាស់ហីគំនិតឆ្លាតវៃបែបនេះត្រូវតែជាបងស្រីលីនដានាងនោះជាស្រីមកពីខាងណាមិនដឹងគ្មានសមត្ថភាពធ្វើការអីទេបើតាមខ្ញុំគិតនាងចង់លបងលោកហ្វូប្រកាសណាស់មែនហើយមនុស្សស្រីដូចនេះខ្ញុំឃើញច្រើនអណ្ដាតចង់ឡើងដើមឈើមិនទេប្រហែលខ្លួនថាស័ក្តិសមឬអន់បងស្រីលីនដាពិតជាឆ្លាតណាស់ដែលប្រើល្បិចនេះឲ្យនាងទៅអាគារខាងលិចរើឯកសារទាំងអស់នោះដល់ស្លាប់សូមជួយជាផ្លូវបន្តិចចាំមិនដែរអ្វីដែលនាងចង់បានខ្ញុំយកមកហើយនេះខ្ញុំមិនច្រឡំទេអីច្បាស់នឹងភ្នែកហើយតែឆ្ងល់ណាស់នាងអាចរើឯកសារច្រើនម្លឹងម្នាក់ឯងយ៉ាងម៉េចបានទៅនៅឈប់ធ្វើអីទៀតមិនបានឆាប់ទៅរៀបចំទៅចាខ្ញុំលើកមិនរួចទេធ្ងន់ណាស់គ្មានបានតានៅឈប់ធ្វើអីទៀតចង់ជាគ្មានប្រយោជន៍មនុស្សឈុតហ្វូមានចេតនាចង់ឲ្យខ្ញុំអាម៉ាស់មែនទេ មនុស្សឈួតហ្វូលេងស៊ីវ៉ៃនាងនិយាយម្ដងទៀតទៅមើល យ៉ាងម៉េចលោកចង់ក្រោយនៅសន្តាគារ Imperial ធ្វើបាបខ្ញុំឲ្យឡើងចាក់ដើមមិនអស់ចិនលោកនេះធ្វើបាបខ្ញុំទៀតចង់រំខានខ្ញុំឲ្យស្លាប់មែនទេ តើនាងកំពុងតែនិយាយស្អីខ្ញុំហ្នឹងឯងរំខាននាងខ្ញុំជាប្រធានក្រុមហ៊ុនហ្វូគ្រប់ទាំងមូលហេតុអីរំខានអង្គរៈតូចតាចដូចជានាងនិយាយមិនចេះគិតខ្លះផង លោកជាអ្នកធ្វើមែនឬអត់ ថាខ្ញុំមិនហ៊ានទទួលខុសត្រូវនៅអ្វីដែលខ្ញុំបានធ្វើខ្ញុំហ្វូហើយធ្វើការមិនដែលខ្លាចនោះទេឆាប់និយាយទៅតើខ្ញុំបានធ្វើអ្វីនាងឲ្យផុសតាមមកហើយកុំនិយាយប្រដេផ្ដាស់ប្រយ័ត្នខ្ញុំប្តឹងនាងពីបទបរិហាគេបានលោកកំពុងលេងជាមួយខ្ញុំមែនទេអើយណាខ្ញុំមិនមែនគឺជាអ្នកធ្វើទេឆាប់ទៅពិនិត្យទៅអូបាទលោកហ្វូគឺខ្ញុំបានឃើញហើយគឺអ្នកនាងលេងដាស់មកពីការិយាល័យលេខាមិនក៏ធ្វើបែបនេះអ្នកណាជាអ្នកបញ្ជានាងលោកហ្វូគឺចាំតុងកុំនិយាយរឿងនេះឲ្យនរណាម្នាក់ដឹងអសោះព្រោះបើរឿងនាងទទួលបានលុយពីខ្ញុំត្រូវបានបែកធ្លាយដល់ពេលនោះនាងនឹងត្រូវពិបាកជាមិនខានគ្មានអ្នកណាបញ្ជាខ្ញុំទេខ្ញុំធ្វើខ្លួនឯងនាងប្រហែលជាមិនដឹងទេក្នុងក្រុមហ៊ុនរបស់យើងកន្លែងណាក៏មានកាមេរ៉ាសុវត្ថិភាពដែរខ្ញុំអាចដឹងបានគ្រប់ពេលថានាងធ្វើការឲ្យនរណាខ្លះបើនាងប្រាប់ខ្ញុំនៅពេលនេះថានាងធ្វើការឲ្យនរណានៅពេលក្រោយខ្នងខ្ញុំអាចចាត់ទូលាយប៉ុន្តែបើសិនជាខ្ញុំរកឃើញវាដល់ខ្លួនឯងនោះខ្ញុំមិនធានាថាខ្ញុំអាចទុកនាងទេខ្ញុំប្រាប់ក៏បានស្រីម្នាក់នោះឲ្យខ្ញុំធ្វើជាអ្នកស្រីត្រូវហើយគេបានឲ្យលុយខ្ញុំដើម្បីធ្វើបាបអ្នកនាងលីនហើយត្រូវឲ្យគេពីក្រុមហ៊ុនទៀតផងខ្ញុំគ្រាន់តែធ្វើតាមបញ្ជាគេប៉ុណ្ណោះលោកហ្វូសូមដោះលែងខ្ញុំទៅលោកមើលមកខ្ញុំធ្វើអីអាចតែស្រីម្នាក់នោះគេប្រចាំខ្ញុំជាមួយលោកប្រាប់ខ្ញុំមកតើស្រីម្នាក់នោះគឺជានរណាគេជិះឡានទំនើបឡានរបស់លោកខ្ញុំមើលមិនច្បាស់ទេឡានរបស់ខ្ញុំអ្នកណាគេកំពុងជិះឡានរបស់ខ្ញុំគឺអ្នកនាងសាអ្នកនាងស៊ីទៀតហើយមែនទេតើគេមានមុខមាត់យ៉ាងម៉េចទៅចេញទៅឬមួយជាយីរ៉ាន់ប៉ុន្តែនាងមកក្រុមហ៊ុនធ្វើអីទៅហេតុអីបានជានាងធ្វើបាបលីនស៊ីវ៉ៃមិនអាចទៅរួចទេពួកគេទាំងពីរមិនអាចស្គាល់គ្នាសួស្ដីលោកហ្វូយីរ៉ាន់ណាយីរ៉ាន់ខ្ញុំទើបតាមមកដល់មិនឃើញនាងនោះទេមិនក៏លោកមករកនាងនៅជាន់លើទៅខ្ញុំមានការងារត្រូវធ្វើសម្រាប់ហើយឆាប់ចូលទៅក្នុងឆាយឲ្យច្បាស់ថាយីរ៉ាន់កំពុងធ្វើអីបាទលោកប្រធានហ្វូមានព័ត៌មានថាលោកម្ចាស់ហ្វូក៏ប្រជុំម្ចាស់ភាគហ៊ុនទាំងអស់ដើម្បីបោះឆ្នោតតែតាមភាគក្រុមហ៊ុនហ្វូឡើងវិញម្ចាស់ភាគហ៊ុននិងអ្នកផ្សេងទៀតនឹងត្រូវទៅជួបជុំគ្នានៅពេលរសៀលនេះហើយតើចាស់ម្នាក់នេះពិតជាអាក្រក់មែនចង់យកហ្វូតង់មកជំនួសខ្ញុំឲ្យទាល់តែបានតែមែនទេមិនអាចទៅរួចនោះទេពេលនេះយើងត្រូវធ្វើបន្តទៀតទៅគ្រាន់តែជាលោកម្ចាស់គ្រួសារហ្វូខ្ញុំមិនចាប់អារម្មណ៍ទេបណ្ដោយគាត់សិនទៅចុះធ្វើអ្វីក៏ធ្វើទៅរៀបចំកាដូមួយចាំយកទៅជូនគាត់បាទឈប់សិនស្រីម្នាក់នេះជាអ្នកណាលោកគិតថាជាអ្នកណាឬក៏អ្នកនេសាទបានហើយទៅធ្វើការចុះអ្នកនៅតាដែរខ្ញុំទទួលបញ្ជាពីលោកហ្វូឲ្យមកទីនេះលោកហ្វូតើលោកហ្វូមួយណាទៅលោកហ្វូយន់ហើយនឹងហើយតើឈ្មោះហ្វូប្រហែលមានច្រើនអ្នកមែនទេបានជាមិនស្គាល់ទីនេះមិនអនុញ្ញាតឲ្យចេញចូលតាមចិត្តទេតាមមកលឺនិយាយទេឆាប់ចេញទៅកន្លែងបែបនេះមិនស្វាគមន៍អ្នកក្រទេបើគ្មានការណាទុកមុនកាន់តែមិនអាចចូលបានកុំមកចំប្រើថតក្រៅឆាប់ចេញទៅអញ្ចឹងណាខ្ញុំត្រូវចូលនៅទីនេះឲ្យបានចាំមើលអ្នកណាហ៊ានខាត់ខ្ញុំណាធ្វើចង់ធ្វើទៅមើលត្រូវណាត់ទុកជាមួយទៀតដែរទេហ៊ានបាច់ចាំពេលនិយាយពីល្អៗមិនស្ដាប់ចូលចិត្តតែអប្រើកម្លាំង
ថាម៉េចលីនស៊ីវ៉ៃកំពុងឡើងមកហ៎ចុះពួកឯងនៅធ្វើអីទៀតមិនបញ្ឆាប់ចាត់ការនាងទៅមិនបានជាចំដាប់បាក់មិនបាន មិនណាស់ឡើងទៅបានទេចាត់ធ្វើទៅ គិតខុសហើយដែលហ៊ាននិយាយរាំងខ្ញុំចាំមើលអ្នកណាហ៊ានជាមួយខ្ញុំទៀត ហើយលោកប្រធានហ្វូអើយខ្ញុំសុំទោសអ្នកនាងលីនពេ ខ្ញុំប្រាប់ឯងប្រមាណដងហើយថាមានរឿងអីក៏និយាយមកចាំបាច់ធ្វើបានវាធ្វើអី អ្នកនាងលីនទៅសន្តាគារនាងសាមរកខ្មៅចោលទៅវាយគេពេញនឹងហើយ ថាម៉េចមិនបានជាឯងមិនថានិយាយ លោកហ្វូចោលទៅណា ឆាប់ទៅភ្លាមទៅតើនាងមិនទាន់សម្រាប់មនុស្សណា អច់អច់ចុះអ្នករិសាស្រីម្នាក់នោះកំឡុងដូចជាសត្វចម្លែកចឹង10នាក់ទប់ទល់ជាមួយនឹងម្នាក់មិនបានទេ ចំណាយប្រាក់អត់ប្រយោជន៍គ្មានបានការមែនអ្នករិសាគ្រួសារអ្នកស្រីបានសុំមកទេពេលនេះអ្នកជាមួយធ្ងន់ធ្ងរណាស់ត្រូវផ្ញើវេកាត់បន្ទាន់ ចាប់បានខ្ញុំតែឥឡូវនេះ លីនស៊ីវ៉ៃនាងមិនអាចយកឈ្នះខ្ញុំបានឡើយខ្ញុំមិនព្រមឲ្យនាងមកបំផ្លាញផែនការរបស់ខ្ញុំខ្លាចជាលោកស្រីហ្វូមនុស្សស្រីដែលមានស្ដុកស្ដំបានជាដាច់ខាតអាឡូខ្ញុំមានការងារមួយឲ្យឯងធ្វើបើធ្វើបានសម្រេចឯងនឹងបានលុយ1 លានភ្លាមហ្វូចិនហៃមិនក៏លោកមកទីនេះ មុននេះអ្នកណាមករកនេះ មុននេះខ្ញុំនៅក្នុងបន្ទប់មិនបានដឹងអីទេហើយក៏មិនបានឃើញអ្នកណាមកដែរ មិនអីល្អហើយអញ្ចឹងថ្ងៃក្រោយចាំខ្ញុំមករកនេះម្ដងទៀតចុះ ចា លីនស៊ីវ៉ៃគឺមកទីនេះច្បាស់ណាហេតុអីបានជាថាមិនដឹងបែបនេះឬមួយក៏នាងនិយាយកុហកខ្ញុំទៅឆែកមើលទៅថាស្រីម្នាក់នោះជាអ្នកណា អ្នកគ្រូប៉ែនខ្ញុំជាកូនស្រីអ្នកជាមួយឈ្មោះបានស៊ូពេលនេះខ្ញុំទៅ មាន ហើយ សភាពធ្ងន់ធ្ងរណាស់នេះជាឯកសារពាក់ព័ន្ធនឹងការវះកាត់អ្នកនាងចុះហត្ថលេខាទៅហើយប្រញាប់ទៅបង់លុយថ្លៃចំណាយ50ម៉ឺនយួន ថាម៉េច50ម៉ឺនយួនបានប៉ែជួយមកខ្ញុំផងខ្ញុំនឹងរកលុយមកបងឲ្យបាន ហ្វូយន្តហើយច្បាយល្អរបស់នាងណាទើបបណ្ដោយឲ្យអ្នកនាងលីននៅទីនេះតែម្នាក់ឯង លោកមកធ្វើអីទៀតហើយក ុំតន់ចូលច្រឡំអីគ្រាន់តែចង់មកបញ្ជាក់ថាអ្នកនាងសម្រេចចិត្តយ៉ាងម៉េចហើយចំពោះលក្ខខណ្ឌខ្ញុំកាលពីថ្ងៃមុនបើសិនជាអ្នកនាងព្រមទោះជាចង់បានអីក៏ខ្ញុំឲ្យគ្រប់យ៉ាង ចេញទៅខ្ញុំគ្មានពេលនិយាយអភិជាជាមួយលោកទេ នាងក៏ថាហ្វូយន្តហើយគេមកជួយសង្គ្រោះជីវិតម៉ែរបស់នាង លោកបានន័យថាម៉េច កុំល្ងងពេកអំពើល្អតែទួយកន្លងមកគេគ្រាន់តែចង់ទុកនាងប្រាប់ប៉ុណ្ណោះខ្ញុំប្រាប់នាងទៅចោះមិនយូរទៀតទេហ្វូយន្តហើយនឹងធ្លាប់ពីកៅអីប្រធានក្រុមហ៊ុនហើយដល់ពេលនោះគេគ្មានលុយគ្មានអំណាចកុំថាឡាជួយសង្គ្រោះម៉ែរបស់នាងជួយខ្លួនឯងក៏ជួយមិនបានផងក្រុមហ៊ុនហ្វូគ្រប់នឹងខ្លាចជារបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះដូច្នេះហើយនាងមានពេលគិតឡើងវិញបានថានាងគួរធ្វើការជាមួយនឹងខ្ញុំធ្វើជាមនុស្សរបស់ខ្ញុំ ធ្វើជាមនុស្សរបស់លោកឯង មែនហើយហ្វូយន្តហើយឲ្យនាងប្រមាណខ្ញុំកាចឲ្យនាងបានដូចគ្នាឲ្យច្រើនជាងវាទៀតផងអ្នកនាងលីនគិតត្រឹមតែមើលនិយាយតាមត្រង់ខ្ញុំពេញចិត្តនឹងសមត្ថភាពរបស់អ្នកនាងនិងទេពកោសល្យរបស់អ្នកនាងលីនខ្លាំងណាស់មើលមករបស់អ្នកនាងគាត់កំពុងតែនៅបន្ទប់វះកាត់ហានិភ័យអាចកើតឡើងបានគ្រប់ពេលតែបើមកធ្វើការជាមួយខ្ញុំនឹងយកគ្រូពេទ្យដែលជំនាញមកពីអាមេរិកឲ្យមកព្យាបាលគាត់ភ្លាម ហ្វូតុងហេតុអីក៏គេមកទីនេះ អ្វីដែលលោកនិយាយជាការប៉ັດដែរទេ ស្រីល្ងងម្នាក់នេះចាញ់បោកគេទៀតហើយតែមែនទេ ប៉ិតណាតាមខ្ញុំមក ជប់សិនខ្ញុំសុំនិយាយអីបន្តិចលោកហ្វូដឹងដែរទេថាជាធម្មតាហ្វូយន្តហើយតែងតែទទួលបានអ្វីខ្លះពេលនៅជាមួយខ្ញុំចុះលោកអាចទទួលយកបានទេ ស្អីគេ គឺនេះហើយ បាត់ឯងចាំហិចនេះឈុំមែនទេឆាប់ឡើងចុះទៅ អ្នកហ៊ានចេះខ្ញុំទៀតទេ ខ្ញុំខ្លាចជាប្រធានក្រុមហ៊ុនហ្វូគ្រប់ហើយនេះមិនអាចធ្វើឲ្យប្រាប់ដាក់ខ្ញុំទេ កុំថាឡើយលោកចេះខ្លាចជាប្រធានហ្វូសូម្បីតែហ្វូយន្តហើយក៏ខ្ញុំហ៊ានធ្វើបែបនេះដាក់ដែរមានស្អីត្រូវខ្លាច ឯងឃើញដែរទេយ៉ាងណាក៏ស្រីម្នាក់នេះនៅខាងយើងដែរ ប្រធានហ្វូលោកប្រកាសទេថាអ្នកនាងលីនមិនប្រដៅទេនោះ ឯងទៅដឹងស្អីទៅស្រីម្នាក់នេះគេគ្រាន់តែរឹងរូសតែប៉ុណ្ណោះតោះពួកយើងឆាប់យកទៅ មិនចាំបាច់ខ្មាស់អីនោះទេខ្ញុំផ្ដល់ការនេះជាលើកចុងក្រោយបើនាងមកធ្វើការឲ្យខ្ញុំចង់បានអីខ្ញុំផ្ដល់នេះគ្រប់យ៉ាងបើមិនដូច្នេះទេ ដូច្នេះចាំមិញ មនុស្សអាក្រក់ទោះស្លៀកពាក់ស្អាតប៉ុណ្ណាក៏នៅតែអាក្រក់ដែរប្រើល្បិចបញ្ឆោតមនុស្សរបស់ខ្ញុំម្ដងទៀតហើយតែឯងចេះអៀនខ្មាស់ដែរទេ អ្នកនាងលីនខ្ញុំណែនាំអ្នកនាងឲ្យគិតឲ្យបានច្បាស់ទៅថាអ្វីដែលខ្ញុំនិយាយគឺពិតដែរទេកុំចាញ់ល្បិចមនុស្សនៅក្បែរនេះសោះ ខ្ញុំថាជាលោកច្រើនជាងតែព្យាយាមចង់ប្រាប់ខ្ញុំជាឈ្នន់ យ៉ាងម៉េចដែរដូចអ្វីដែលខ្ញុំបាននិយាយដែរទេគួររៀនសូត្រផងណា ខ្ញុំយល់ទេថាហ្វូយន្តហើយបានធ្វើអ្វីខ្លះដើម្បីនាងបានជានាងព្រមស្មោះត្រង់លះបង់ដើម្បីគេយ៉ាងនេះគ្មានបញ្ហាទេបើវិធីនេះខ្ញុំយកនាងមកធ្វើយ៉ាងរកខ្ញុំមិនបានខ្ញុំមកវិធីផ្សេងច្រើនទៀត យ៉ាងម៉េចល្បិចស្អីទៀតហើយឯងពិតជាមិនស្គាល់ល្អអាក្រក់មែន បបប្រុសមានមោទនភាពសិនចុះថ្ងៃស្អែកហ្វូគ្រប់មានកិច្ចប្រជុំម្ចាស់ភាគហ៊ុនលោកប៉ាឱកាសធ្មត់ជាមួយនឹងបងហើយដូច្នេះថ្ងៃស្អែកតំណែងប្រធានក្រុមហ៊ុនហ្វូនិងក្រុមសម្បត្តិរបស់គ្រួសារហ្វូទាំងអស់នឹងខ្លាចជារបស់ខ្ញុំតែម្នាក់គត់ចំណែកបងត្រៀមរើអីវ៉ាន់ចេញឲ្យហើយទៅ ពិតមែនបើអញ្ចឹងនោះពួកយើងទៅមើលទាំងអស់គ្នាទៅ បានហ្វូជន់ហើយឯងរកចាំមើលទៅ មិនបានជាលោកប្រហែលលេឆាប់ចេញពីទីនេះទៅហើយក៏មករកខ្ញុំទៀត ផ្ញើទុកសិនចុះ នាងធ្វើការបានល្អយ៉ាងនេះចាំខ្ញុំបន្ថែមប្រាក់ខែឲ្យធ្វើ លុយអត់ហើយថ្លៃការកាត់ម៉ាត់របស់ខ្ញុំ អ្នកនាងនេះថ្លៃចំណាយ ទុកឲ្យខ្ញុំចុះ លើកនេះពិតជាអរគុណលោកណាស់ ពិតហើយបើខ្ញុំល្អជាមួយនាងយ៉ាងនេះថ្ងៃក្រោយត្រូវតែសងគុណខ្ញុំឲ្យល្អ មិញនេះកំពុងនិយាយអីចឹងទៅឬមួយកំពុងតែកាត់អីលើគេ តាក់ទងទៅវិជ្ជមនុស្សម្នាក់នោះឲ្យមកព្យាបាលម៉ាក់អ្នកនាងលីនស៊ីវ៉ៃថ្លៃចំណាយគឺខ្ញុំជាអ្នកជំនាញ ហើយចូលលោកប្រធានហ្វូពិតជាចិត្តល្អដាក់អ្នកនាងលីនខ្លាំងណាស់មិនក៏លោកមកប្រាប់អ្នកនាងលីនដាក់ខ្លួនឯងទៅ
បានហើយពេលវាកាត់ម៉ាក់របស់នាងរួចហើយគឺជាធម្មតាវិញហើយលែងអីត្រូវបារម្ភទៀតហើយណាចាំខ្ញុំឲ្យពេទ្យពិសេសមកជួយមើលថែគាត់ជំនួសនាងទៅចុះតែត្រូវទៅជាមួយខ្ញុំសិន ទៅណា ខ្ញុំនឹងនាំនាងទៅមើលការសម្ដែងល្ខោនវិឈុន កិច្ចប្រជុំបញ្ឆាភាពថ្ងៃនេះសុទ្ធតែចំនួនរបស់ខ្ញុំទាំងអស់ហ្វូជុនហើយចង់ដឹងណាអាចដោះស្រាយបញ្ហានេះចឹងមិន ហ្វូយន្តហើយកាត់តែហួសហេតុពេកហើយក្រុមហ៊ុនមួយរយៈនេះធ្លាក់ចុះខ្លាំងណាស់បើនៅតែបន្តឲ្យគេកាន់រាល់ថ្ងៃក្រុមហ៊ុនច្បាស់ជាត្រូវបិទទ្វារជាមិនខានទេគួរទម្លាក់គេចោលទៅ កាន់ការងារក៏មិនកើតហើយនៅមានពាក្យចចាមអារ៉ាមជាមួយមនុស្សស្រីទៀតជាប្រធានក្រុមហ៊ុនមិននឹងអាចមានរឿងអាស្រូវបែបនេះបានទៅវាប្រកាសជាប៉ះពាល់ដល់អាជីវកម្ម ខ្ញុំមិនយល់ព្រមឲ្យមនុស្សបែបនេះគ្រប់គ្រងក្រុមហ៊ុនជាដាច់ខាតត្រូវដល់ដំណើរគេចេញហើយដាក់អ្នកថ្មីចំនួនដំណើររបស់គេវិញ មិនហើយដកចេញពីក្រុមគ្រប់ត្រង់ អ្នកណាខ្លះដែលចង់ដកខ្ញុំចេញលោកហ្វូលោកនៅក្មេងខ្ចីពេកហើយសម្រាប់ការងារនេះចាស់ទុំជាច្រើនបានសម្រេចចិត្តហើយថានឹងត្រូវដកលោកចេញលោកពូលីខ្ញុំមិនទាន់បាននិយាយអ្វីទេមិនក៏ឆាប់ប្រតិកម្មម្លេះប្រៀបដូចជាចោរដែលលួចអ្វីមួយហើយខ្លាចមានគេដឹងកាត់តែព្រាបណាខ្ញុំទៅបានធ្វើអ្វីទៅមិនក៏និយាយបែបនេះចំពោះខ្ញុំ ពូយន្តហើយបើគ្មានផតាំងលោកមិនអាចចោទប្រកាន់គាត់បានទេវាជាទង្វើអសិលធម៌ហើយល្ងងខ្លាំងណាស់ ទោះបីជាខ្ញុំមិនទាន់បង្ហាញខុសតាំងតែខ្ញុំគ្រាន់តែមានបំណងល្អមិនចង់ឲ្យគេបោកប្រាស់ដូចជាក្របីទេ នេះលោក បងធំអ្វីដែលគាត់និយាយសុទ្ធតែជាការពិតហើយគាត់ក៏ជារឿងច្បងនឹងចាស់ទុំបងដែរមិនក៏បងនិយាយដាក់ពួកគាត់បែបនេះទៅវិញបងប្រុសបងត្រឹមចិត្តទៅទោះបីជាខ្ញុំមិនមកជាកូនស្របច្បាប់ប៉ុន្តែអ្នកនៅទីនេះមិនយល់ស្របឲ្យបងកាន់អំណាចជាប្រធានក្រុមហ៊ុនទៀតនោះទេហើយដំណើរប្រធានក្រុមហ៊ុនមិនអាចជារបស់អ្នកក្រៅពីខ្ញុំបានទេ អញ្ចឹង មកចាប់ពីទាំងអស់គ្នាខ្ញុំនឹងថាអ្នកទាំងអស់គ្នាភាគច្រើនមានបញ្ហាជាមួយនឹងបងប្រុសខ្ញុំដោយកន្លងមកប៉ារបស់ខ្ញុំមិនអត់គាត់បានចេះតែឲ្យគាត់រឿយៗធ្វើឲ្យគាត់រាល់ថ្ងៃនេះកាន់តែក្រអឺតក្រទមប៉ុន្តែកិច្ចប្រជុំថ្ងៃនេះលោកប៉ារបស់ខ្ញុំនឹងផ្ដល់មេរៀនឲ្យគាត់នឹងដកដំណើរជាប្រធានក្រុមហ៊ុនរបស់គាត់ខ្ញុំគិតថាគ្រប់គ្នាបានដឹងហើយពួកជើងដឹងមានតែគេទេដែលមិនដឹងហើយតែគិតថាពួកជើងរួមធ្វើបាបគេទៅវិញ ខ្ញុំព្រមស្ដាប់ឡើងបានហើយនៅជាគេពេញមកតែដោះស្រាយប្រាប់គេថាខ្លួនឯងនិយាយបំណងល្អដូចជាលោកម្នាក់នេះពិតជាអាក្រក់ទាំងចិត្តអាក្រក់ទាំងមុខមែនខ្ញុំព្រមនឹងធ្វើបែបនេះមិនបានទៀតទេ តើស្រីម្នាក់នេះគឺជានរណាទៅ ទីនេះមិនមែនជាកន្លែងដែលនាងចូលមកតាមចិត្តទេអ្នកណាក៏បានយកនាងចេញទៅ តើស្រីម្នាក់នេះគឺជានរណាទៅ ទីនេះមិនមែនជាកន្លែងដែលនាងចូលមកតាមចិត្តទេអ្នកណាក៏បានយកនាងចេញទៅ បាទ តែប៉ុណ្្នឹងអ្នកទេហីគ្រាន់តែជាកូនឆ្កែពី3ក្បាលប៉ុណ្ណោះមិននឹងធ្វើឲ្យដៃជើងរបស់ខ្ញុំរមាស់ទៅតែក៏ល្អខ្ញុំខានហាត់ប្រានយូរហើយមកកុំដៃសាច់ដងជាមួយគ្នាក៏ល្អដែរ យ៉ាងម៉េចចង់បន្តទៀតដែរទេ ចាប់ទៅតើ មាននរណាមានច្បល់អីទៀតដែរទេ ខ្ញុំចាក់ឲ្យចូលទៅគាត់ហើយ មិនមានទី នេះចង់អស់លោកមែនទេ យ៉ាងម៉េចអាចភ័យខ្លាចហើយ ប្រេះផ្ដានេះជាក្រុមហ៊ុនហ្វូហើយនេះជាកិច្ចប្រជុំសំខាន់នៃចាប់ភាគហ៊ុនមិនមែនជាផ្សារត្រីគ្រប់គ្នាចេញចូលតាមចិត្តទេយើងមកប្រឹងប្រែងយ៉ាងខ្លាំងលើកឯងឡើងទីខ្ពស់មិនស្មានថាខ្លាចជាកូនអកតញ្ញូបែបនេះសោះអាចធ្វើឲ្យយើងខកចិត្តខ្លាំងណាស់អើយ ស្ដាប់ទៅដូចជាស្ដាយក្រោយដែលឲ្យទូនាទីមកខ្ញុំគិតថាខ្ញុំត្រូវស្លាប់ពេលដែលគ្មានហ្វូគ្រប់តែមែនទេ បើឯងមានសមត្ថភាពកុំទទួលមរតកពីគ្រួសារហ្វូ ក៏បានខ្ញុំមិនខ្វល់ទេ ឯង ខ្ញុំមកទីនេះថ្ងៃនេះក៏មានរឿងចង់ប្រាប់អស់លោកក្រុមហ៊ុនហ្វូមិនអាចគ្រាន់តែចង់ដកខ្ញុំឬក៏ដាក់ខ្ញុំតាមតែចិត្តនោះទេការខាតបង់គឺមិនមានអ្វីពាក់ព័ន្ធជាមួយខ្ញុំដែរអញ្ចឹងខ្ញុំសួរអស់លោកទៅមើលរយៈពេល3ខែមុនមកនេះនៅពេលដែលក្រុមហ៊ុនហ្វូបានប្រគល់ឲ្យមកខ្ញុំវាធ្លាក់ចុះរួចទៅហើយពេលដែលនិយាយដល់ការអនុវត្តនេះម្នាក់តែងតែបន្ទោសប្រធានក្រុមហ៊ុនថាគិតពីផលប្រយោជន៍តែពេលដែលទទួលផលប្រយោជន៍គឺមានមុខបង្ហាញគ្រប់គ្នាត្រូវទេលោកពូលីមែនទេបងស្រីបាំង លោកនិយាយមិនសមហេតុផលអី មិនសមហេតុផលហ៎បងដឹងច្បាស់ជាខ្ញុំទៅទៀតរយៈពេលប្រហែលឆ្នាំមកនេះដោយឃើញបរិសុទ្ធចំណាស់ម្នាក់នេះមានសុខភាពមិនសូវល្អអ្នករាល់គ្នាបែរជាមានគំនិតថោកទាបឆ្លៀតឱកាសប្រមូលផលប្រយោជន៍សម្រាប់ខ្លួនឯងហើយដាក់បន្ទុកមកលើគ្រួសារហ្វូទៅវិញរឿងអាក្រក់ទាំងអស់នេះនាំឲ្យប្រាក់ចំណូលមិនគ្រប់គ្រាន់បាត់បង់ទំនុកចិត្តបណ្ដាលឲ្យក្រុមហ៊ុនធ្លាក់ចុះជាលំដាប់ជារៀងរាល់ថ្ងៃ មានន័យថាម៉េចក្រុមហ៊ុនខាតលុយមិនមកជាកំហុសរបស់លោកទេហេតុអីមកទម្លាក់លើពួកយើងទៅវិញមែនហើយបងប្រុសពួកទាំងអស់គ្នាខំពង្រីកអាជីវកម្មជាមួយនឹងលោកប៉ាគួរតែត្រូវបានលើកសរសើរចំណែកបងវិញមិនអាចដឹកនាំក្រុមហ៊ុនឲ្យរីកចម្រើនបានមិនក៏មិនកាច់មកខូចពួកគាត់ទៅវិញ បើសិនជាឯងល្ងងអានសភៅបន្ថែមទៀតប្រើខួរក្បាលរបស់ឯងឲ្យបានច្រើនអ្នករាល់គ្នាបានបំពេញក្រុមហ៊ុនក្នុងរយៈពេល3ខែនេះខ្ញុំបានចងក្រងគម្រោងផ្សេងនិងរៀបចំផុសតាំងទាំងអស់រួចទៅហើយដូច្នេះហើយទាំងអស់គ្នាត្រៀមខ្លួនតតាំងជាមួយខ្ញុំឲ្យបានល្អ បានហើយអ្នករាល់គ្នានៅទីនេះពួកគេសុទ្ធតែជាពូរបស់ឯងតែចង់មកកបញ្ហាដល់ពេលណាយើងនឹងប្រកាសឯងមួយប៉ុន្តែឯងនឹងរួមមិនព្រមអស់ក្បាលខ្ញុំសូមប្រកាសលោកចៅដំណើរ CEO របស់ Fusion ហើយចាប់ពីពេលនេះតទៅខ្ញុំសូមប្រកាសលោកចៅដំណើរ CEO របស់ Fusion ហើយចាប់ពីពេលនេះតទៅ យល់ព្រមយកទៅខ្ញុំមិនខ្វល់ទេ នេះឯង លោកឈ្មោះទេតែមិនដឹងច្បាស់ថាពួកគេមានចេតនាបង្ករឿងអត់ពិតប្រាកដសម្រាប់លោកទីគ្នាទម្លាក់ឲ្យអាម៉ាត់បែបនេះខ្ញុំព្រមទេ កុំធ្វើរឿងឆោតល្ងងតែជាមានស្ដាប់ទេខ្ញុំទើបតែនិយាយពីស្ថានភាពរបស់ក្រុមហ៊ុនហ្វូពួកគេមិនយកការលំបាកមកដាក់ក្នុងខ្លួនទេនាងគិតថាខ្ញុំព្រមឲ្យក្រុមហ៊ុនហ្វូតែគេ មិនល្ងងទេ បើល្ងង
ត្រូវរៀនថែមទៀតប៉ាតើពេលនេះរាងកាយរបស់ប៉ាយ៉ាងម៉េចទៅហើយប៉ាដឹងខ្លួនឯងច្បាស់ណាស់កាលពីក្មេងរឹងមាំពេកធ្វើអ្វីមិនប្រយ័ត្នដល់ពេលចាស់មើលថែខ្លួនឯងឲ្យបានល្អជាងមុនបន្តិចទៅប៉ាឃើញដែរទេស្ថានភាពបច្ចុប្បន្នគ្រួសារហ្វូបើគ្មានខ្ញុំជាបង្គោលតើខ្លាចទៅជាអ្វី បបប្រក្រៅពីលោកប៉ាក៏នៅមានខ្ញុំម្នាក់ទៀតដែរ ឯងនៅក្មេងនៅឡើយទេតែហ៊ានប្រើវិធីសាស្ត្រគំរូដើម្បីចង់បានក្រុមហ៊ុនហ្វូនៅក្នុងដៃទីបញ្ចប់ប្រកាសជាមិនដល់ឯ ឯង ង និយាយដល់ទៀតទៅ យើងបាននិយាយរាប់រយដងមកហើយឯងគិតចង់ធ្វើអ្វីស្មានថាយើងមិនដឹង យ៉ាងម៉េចលោកហ្វូនិយាយស្រាលពេកឬក៏ចង់ត្រូវកដាប់ដៃទៅស្នាប់ចិន ឥឡូវនេះខ្ញុំបានសម្រេចដល់តម្លៃធានក្រុមហ៊ុនហ្វូគ្រប់ខ្ញុំសូមប្រកាសឡើងវិញប្រធាននិងអ្នកស្នងតម្លៃរបស់ក្រុមហ៊ុនហ្វូគ្រប់គឺយល់ហើយជាអ្នកទទួលខុសត្រូវដដែលហេតុអីទៅលោកម្ចាស់មានកម្មករបញ្ហានៅមកទ្វីហើយ គ្រប់គ្នាត្រូវតែរកយុត្តិធម៌សម្រាប់ខ្ញុំសូមជួយវិនិច្ឆ័យផងក្មួយស្រីរបស់ខ្ញុំគឺជាសត្វចម្លែកនាងខ្លាំងពីកុមារភាពគេមិនមែនជាមនុស្សធម្មតាទេគេសម្លាប់ឪពុកខ្លួនឯងហើយឪពុកខ្ញុំក៏ត្រូវដេកនៅលើក្រែដោយសារតែក្មេងបិសាចនេះដែរដេកស្លាប់តែកណ្ដាលខ្លួនដែរមិនរួចឥឡូវនេះនាងបានគម្រាមកំហែងយើងយកលុយពីគ្រួសារយើងទៅអស់ហើយ បែបនេះដែរចិត្តមកបញ្ហាសម្បីសញ្ញាខ្លួនឯងទៅធ្វើទៅរូប តែសហបែបនេះនេះទទួលសិនពីណាមក មើលចុះនេះគឺជាស្នាដៃសត្វចម្លែកនោះហើយរបួសលើរាងកាយរបស់ខ្ញុំវាជាផតាំងទាំងអស់មិនគួរនិយាយពីអីកុំពីខ្ញុំទៀតអីកុំសម្រាប់ខ្ញុំមិនគួរចេញទៅទេសំទោស៊ីបី ខ្ញុំទៀតហើយកុំឲ្យខ្ញុំសំទោស៊ីបីសម្រាប់ឡើងខ្ញុំទៅមើលថែឪពុកម្ដាយនិងកូនខ្ញុំម្នាក់ទៀតតែចាមានសតិមិនសូវល្អតាំងពីក្មេងបើខ្ញុំស្លាប់ទៅតើខ្ញុំត្រូវធ្វើយ៉ាងម៉េចថាមិនគួរនិយាយពីអីសម្រាប់ឡើងខ្ញុំទៅខ្ញុំមិនចង់បានដូចទៀតទេអញចុះទៅវិញទៅខ្ញុំសុំវល់ខ្ញុំថាមិនគួរនិយាយពីអីមិនតែអាចអ្នកលើខ្ញុំច្រើនដងឆាប់ឡើងខ្ញុំទៅឡើងទៅអូ ចាំបាច់ទៅថតចាំឡើងបងប្រុសគឺថាខ្ញុំចំនួនល្ងងមែនទេនេះគ្រាន់តែមួយឈុតប៉ុណ្ណោះហ៊ានថាខ្ញុំជាកូនក្លាយស្លាប់ផងបានមកដកមែនទេអូយជន់ហើយចាំឲ្យដល់ស្រាយស្ថានភាពនេះបានchẳngម៉េច អីចុយ ចង់ដឹងណាថាអ្នកណាហ៊ានធ្វើបាបកូនប្រសាខ្ញុំ គាត់ជាអ្នកណា នេះលោកក៏មិនដឹងដែរកាលពីមុនគាត់គឺជាប្រធានក្រុមហ៊ុន Fu Group ជាស្ត្រីឆ្នាំខាងអាជីវកម្មប៉ុន្តែឥឡូវនេះគាត់បានចូលនិវត្តន៍ហើយ ថាម៉េចចុះអ្នកនេះម្នាក់នោះគាត់ទើបតែនិយាយថាជាកូនប្រសាតែជានឹងពិតដែរទេ នាងច្បាស់ជាលោកស្រី Fu ចំនួនថ្មីហើយនេះគឺជាកូនប្រសារបស់ខ្ញុំតើអ្នកទាំងអស់គ្នាជាអ្នកយកព័ត៌មានមកពីខាងណាហ៊ានបង្កបញ្ហានៅទ្វារក្រុមហ៊ុន Fu របស់ខ្ញុំហើយសម្លុតនឹងផ្សព្វផ្សាយពីចចាមរាំងអំពីកូនប្រសាខ្ញុំទៀតឬអ្នកទាំងអស់គ្នាចង់ទទួលលិខិតមេធាវីរបស់ខ្ញុំពួកយើងមិនបានថាក្រុមហ៊ុន Fu មានបិសាចស្រីនៅទីនេះពួកយើងមិនបានមកដូចចិត្តអញទេ បីសាច់ស្រីអ្នកសារព័ត៌មានប្រៀបដូចជាអ្នកគ្រប់គ្រងឋានសួគ៌និងផែនដីពិតជាខ្ជិលខ្ជានណាខ្ញុំជាអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងមូលមានសត្វចម្លែកឬបីសាច់មកពីណាទៅ លោកជាពួកចាការយកច្រឡំទេពួកយើងសុំទោសផងមិនរៃកាឡើងទៅមិនបានពួកនេះបានមកយកព្រៀបចឹង មកមិនចង់ឲ្យមានបញ្ហាទេឆាប់រត់ទៅ ពួកអញកំពុងធ្វើអីខ្ញុំបាក់ឆាំងហើយអ្នកណាខ្វល់ពីខ្ញុំខ្ញុំសូមមីងកំពុងធ្វើអីតែមីងនិយាយពង្រៀងរហូតបានន័យថាមីងប្រើល្បិចពុតបត់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំលេបយកផលប្រយោជន៍ទាំងនេះមិនចេះខ្មាស់អៀនមិនពិតជាប្រកាសខាងនេះណាចង់ដាក់ខ្លួនឯងទៅចង់បាក់ឆ្អឹងមិនបាច់ទេខ្ញុំអាចដាក់ខ្លួនឯងបានឆាប់ទៅ នេះមិនក៏ខ្លាចជាបែបនេះ កូនប្រសាស្រីខ្ញុំទៅវិញទេខ្ញុំជាកូនដណ្ដឹងរបស់យន្តហៃកូនប្រសាស្រីនៃគ្រូសាហ្វូហេតុអីបានជាសំបីតែម្ដាយរបស់យន្តហៃក៏មកគ្រប់គ្រងនាងដែរស៊ីវៃហេតុអីបានជានាងសំណាងខ្លាំងម្ល៉េះលិនស៊ីវៃរំចាំខ្ញុំមិនឲ្យនាងសម្រេចបានជោគជ័យទេ អ្នកនេសាអាហាររួចហើយតែអ្នកនេះ ខ្ញុំមិនញ៉ាំទេ មិនបានពួកគេទាំងពីរកំពុងបង្កភាពរញ៉េរញ៉ៃនេះគឺជាក្រុមហ៊ុនមិនមែនជាកន្លែងលេងនៅផ្ទះទេក្រុមហ៊ុនរបស់ហ្វូគ្រប់តើយើងអាចឲ្យគេគ្រប់គ្រងដោយរបៀបណា ហើយលោកចង់យ៉ាងម៉េច យកស្រីនេះទៅចោលឆ្ងាយទៅបើនៅក្នុងក្រុមហ៊ុនបង្កបញ្ហាបែបនេះវាប៉ះពាល់ដល់អាជីវកម្មខ្លាំងណាស់ក្រុមហ៊ុនហ្វូមិនជួយនឹងរលាយហើយ មកទៅដូចជាធ្ងន់ធ្ងរណាស់តែនៅមីងអាចដោះស្រាយតែម្នាក់ឯងបានទេ ទុកចិត្តចុះម៉ាក់របស់ខ្ញុំទុកទល់តែម្នាក់ឯងបានម៉ាក់មិនងាយចោះចាញ់ងាយទេពិសេសចំពោះប៉ារបស់ខ្ញុំនាងមិនលឺមិនទេអ្នកកសែតគេនិយាយថាមិនខ្លះ នេះលោកក៏មិនដឹងដែរកាលពីមុនគាត់គឺជាប្រធានក្រុមហ៊ុន Fu Group ជាស្ត្រីឆ្នាំខាងអាជីវកម្មគាត់បានធ្វើឲ្យ Fu Group មានឈ្មោះបោះសម្លេងខ្លាំងណាស់តែឥឡូវនេះគាត់បានចូលនិវត្តន៍ហើយ វ៉ាវពិតជាគំរូសម្រាប់ចំណានក្រោយរបស់ ខ្ញុំធ្វើតាមលោកមិនបានទេកូនប្រសាខ្ញុំជាអ្នកជ្រើសរើសនឹងការពារដល់ខ្ញុំតល មិនបាន តែតបម្ដងទៀតទៅខ្ញុំនឹងប្រកាសឲ្យគេដឹងយ៉ាងម៉េចគិតថាខ្ញុំខ្លាចទេ តែមានរឿងអីមិនបានជានៅមីងនិយាយរឿងនេះប៉ារបស់លោកភ័យខ្លាំងម្ល៉េះ នាងសាក់គិតទៅមើលតើកូនប្រុសម្នាក់ទៀតរបស់គាត់វាកាត់ចេញមកដោយរបៀបណាទៅបើសិនជាម៉ាក់ខ្ញុំមិនយល់មុខគាត់ទេគាត់ត្រូវចាប់យកហើយ លោកអាចដកយន្តហៃចេញពីតំណែងប្រធានគ្រប់គ្រងខ្ញុំមិនថាអីទេតែអ្នកណាដែលមិនទទួលស្គាល់កូនប្រសាចង់ធ្វើបាបកូនប្រសាខ្ញុំសូមប្រាប់ឲ្យហើយយូឡានខ្ញុំនេះមិនព្រមជាដាច់ខាត ម៉ាក់តែខ្ញុំជាកូនប្រុសបង្ការរបស់ម៉ាក់ដែរទេហើយ អ្នកណាមានច្បល់អីសូមអញ្ជើញ នេះតាឯងកាលឡើងមកយ៉ាងម៉េច យ៉ាងម៉េចឯងមានច្បល់ទេ អត់ទេ អត់ទេ ខ្ញុំក៏គ្មានដែរចាប់ទៅហើយគ្មានចាប់ឡើង អូខេទេចាប់ពីពេលនេះទៅតុកិច្ចការក្រុមហ៊ុនមកឲ្យម៉ាក់គូស្នេហ៍វ័យក្មេងគួរតែស្វែងយល់ចិត្តគ្នាបន្ថែមទៀត អត់ទេអ្នកមីងស្ដាប់ខ្ញុំបញ្យល់សិន យល់ព្រម អត់ទេលោកបញ្ជាពេកជាមួយអ្នកមីងមែនទេហាក់តែបានជាគាត់ចេញមកអបអរសាទរទំនាក់ទំនងពួកយើងគាត់កំពុងមានការយល់ច្រឡំហើយ តើ គាត់ នាង បញ្ ហ៊ាន យល់ ប្រាប់ម៉ាក់ដែរទេឬមួយក៏ហើយ ខ្ញុំ
ខ្ញុំទៅបន្ទប់តឹងតែងស្រីម្នាក់នេះទៅណាយូរម្ល៉េះស្រីម្នាក់នេះហេតុអីក៏មានរូបរាងដូចស៊ីវ៉ៃម្ល៉េះឬមួយក៏ខ្ញុំមើលច្រឡំតិចហ្នឹងលីនស៊ីវ៉ៃបើកទ្វារស្រីបិសាចបើកទ្វារទៅអើយ យកមិនបិសាចទេអមនុស្សឈួន ណែណែ ហើយយ៉ានេះពិតជាមានរឿងស្អាតណាស់វើយអើយមើលទៅលើកនេះទំនងសប្បាយហើយមើលទៅអើយមើលទៅបងប្អូនជាងលើកនេះសំណាងហើយណែអូលុយច្រើនណាស់អើយលុយសត្វតែលុយរបស់ខ្ញុំលុយចាត់ការស្រីម្នាក់នេះឲ្យបានល្អចង់ធ្វើអីក៏ធ្វើទៅ អូឡឡ កុំបន្ទោសខ្ញុំមានតែវិធីនេះទេដែលគ្រូសាហ្វូលែងទទួលស្គាល់នាងហើយខ្ញុំនឹងមានឱកាសក្លាយជាលោកស្រីហ្វូតើលោកជាអ្នកណាមកធ្វើអីនៅទីនេះ នេះគឺជាមនុស្សស្រីហ្វូចហើយលាក់ទុកនោះតាមមែនទេ ខ្ញុំមិនដឹងថាលោកកំពុងនិយាយពីអីទេ កុំភ័យយើងស្ថិតនៅក្នុងក្រុមតែមួយកុំបារម្ភអ្វីដែលនេះធ្វើខ្ញុំមកប្រាប់ហ្វូជុនហៃនោះទេ លោកជាអ្នកណាតើលោកចង់ធ្វើអី ខ្ញុំជាមេទី2នៃហ្វូគ្រប់នេះមិនចង់បានហ្វូជុនហៃទេតើនេះចាប់អារម្មណ៍ចង់សហការជាមួយខ្ញុំទេ សហការតើលោកចង់បានអី ដំណើរជាស្នងមរតកតកូលហ្វូ លោកចង់ស្នងមរតកគ្រូសាហ្វូចុះខ្ញុំចង់បានយន្តហៃធ្វើអីទៅគិតថាខ្ញុំល្ងងណាស់ហ៎ គិតមិនខុសមែនតាមពិតនាងគ្រាន់តែចង់បានអំណាចនិងទ្រព្យសម្បត្តិរបស់ហ្វូជុនហៃប៉ុណ្ណោះងាយស្រួលដោះស្រាយទេបើសិនជានាងចង់បានបែបនេះនោះហេតុអីក៏នាងមិនធ្វើជាស្រីរបស់ខ្ញុំទៅនៅពេលដែលខ្ញុំទទួលបានហ្វូគ្រប់នាងក៏ខ្លាចទៅជាអ្នកស្រីហ្វូដូចគ្នា គ្រប់គ្នាសុទ្ធតែដឹងថាលោកបរាជ័យក្នុងការតស៊ូអំណាចគ្រូសាហ្វូពេលនេះគ្មានសិទ្ធិហិរញ្ញវត្ថុទាល់តែសោះតើខ្ញុំល្ងងទេដែលធ្វើជាស្រីរបស់លោកនោះ នាងអាងអីបានជាហ៊ាននិយាយមកខ្ញុំហើយចុយស្រីម្នាក់នេះមានមុខភ្លឺរលោងមកបានហាត់បន្តិចមិនដឹងជាអារម្មណ៍ស្រស់ស្រាយយ៉ាងណាទេខ្ញុំសុំហាត់បន្តិចហើយត្រមមិនបានទេបើស្រីគួយស្រីហាត់អីស្បែករលោងនេះគឺជារបស់ខ្ញុំតាមទៅខ្ញុំមុនខ្ញុំមុននាងទៅតែត្រូវឆ្នាំចាំឲ្យអត្តពលឆ្នាំមកចេះសិនទៅដល់ពេលនេះពួកយើងកាន់តែសប្បាយហើយអូយប្រធានហ្វូអ្នកនាងលីនមិនអាចចេញពីបាននេះបានទេចេញមកក្រៅទេស្រីល្ងងម្នាក់នេះច្បាស់ជាគេយកទៅបាត់ហើយហ៎ល្ងងមែននៅកន្លែងបែបនេះនាងមិនចេះប្រយ័ត្នខ្លួនទេចឹងតាខ្ញុំគួរធ្វើអ្វីទៅសួរធ្វើស្អីទៀតទៅឆាប់ទៅតាមរនេះព្រមទៅបាទខ្ញុំទៅហើយហើយចូលស្រីស្អាតបែបនេះក៏ពួកយើងបានបាត់ដែរអារម្មណ៍ពេលនេះគឺរំជើបរំជួលខ្លាំងណាស់អើយពួកយើងពេលនេះមានលៀបធំហើយ ហៅឡូ អាឡូយន្តហៃខ្ញុំមានអារម្មណ៍ដូចជាមិនស្រួលខ្លួនសោះលោកមកមើលខ្ញុំបន្តិចបានទេ បានខ្ញុំនឹងទៅជួបនាងឥឡូវនេះ ប្រធានហ្វូកំពុងស្វែងរកអ្នកនាងលីនមែនទេតើលោកចង់ទៅណា ឯងតាមរនេះម៉ូតូខ្ញុំមានកម្មបន្តិចចាំខ្ញុំតាមមកវិញ ណែ ត្រូវស្វែងរកនាងឲ្យឃើញមានរឿងអីឆាប់ទូរស័ព្ទទៅខ្ញុំភ្លាម ណែហើយយោស្រីស្អាតអើយចំជាស្អាតមែនអាយណែដៃខ្ញុំបាទហើយជួយអើយណែអើយ ខ្ញុំធ្វើរឿងថោកទាបដាក់ជើងឃើញគ្រាន់តែការនៅហើយមែនទេតែគេចង់ឆ្លាប់បែបនេះ ចាំទុកជម្រាបពួកយើងទៅពួកយើងទៅឆ្ងាយពួកយើងពួកខ្ញុំធ្វើតាមវិធីគេទេលើកឡើងចំផងទៅ សុំបោឯងអាមនុស្សបាត់សង្គមនិយាយមកអ្នកណានៅក្រោយរឿងនេះ ខ្ញុំមិនដឹងទេ មិននិយាយមែនទេនិយាយឬមិននិយាយ ខ្ញុំនិយាយអេស៊ីវ៉ៃ យីរ៉ាន់មិនបានចាញ់នៅទីនេះយីរ៉ាន់មិនបានចាញ់នៅទីនេះ នេសា គឺមិញនេះខ្ញុំឃើញពួកគេធ្វើបាបឯងគាត់ថាចូលមកជួយតែក៏ឃើញអញបដូរពេលរៀបដល់ដីទៅហើយ ពួកគេមិនចាប់ប្រមាណខ្លួនកុំថាធ្វើបាបខ្ញុំបានអីសោះអញក៏ដឹងពីកម្លាំងខ្ញុំដែរមែនទេយីរ៉ាន់បន្ទាប់ពីបែកគ្នានៅពេលនោះខ្ញុំបារម្ភពីអញណា ថ្ងៃនោះវាជាកំហុសរបស់ខ្ញុំដែលឆេវឆាវពេកប៉ុន្តែពេលនេះពួកយើងក៏តន់និយាយរឿងនឹងអីខ្ញុំគិតថាឯងគួរតែប្តឹងប៉ូលីសសិនទៅចាំខ្ញុំនៅទីនេះមើលពួកគេមិនឲ្យរត់ទៅណាទេ តែខ្ញុំចង់ឲ្យពីមេខ្លាំងពួកវា ឯងនៅខ្វល់ធ្វើអីទុកឲ្យប៉ូលីសធ្វើការទៅប៉ូលីសគេមានជំនាញក្នុងការសួរចម្លើយមិនយូរទេច្បាស់ជាចង់បានកុំអីលេខហេតុហើយ អញ្ចឹងខ្ញុំទូរស័ព្ទដល់ប៉ូលីសសិន ល្អណាស់ កុំអីខ្ញុំលេខហេតុហើយ ពួកឯងនៅស្រែកដល់ណាទៀតចង់ឲ្យប៉ូលីសមកចាប់ឯង ទៅឆាប់ទៅ ធ្វើយ៉ាងម៉េច យីរ៉ាន់អញចាំមិនហើយ ខ្ញុំមិនអីទេតែ គិតពីខ្លួនឯងសិនទៅចាំខ្ញុំមកឯងទៅមន្ទីរពេទ្យអញចាំមិនហ្នឹងចាំមិនហ្នឹងឬពួកអញហូរឈាមខ្លាំងណាស់ចាប់ទៅមន្ទីរពេទ្យទៅ ខ្ញុំមិនអីទេគ្រាន់តែរបួសស្រាឯងកុំបារម្ភពេកអី ប៉ុន្តែ ហើយចាមិនអីពិតមែនគិតតែឯងទៅខ្ញុំចង់សុំទោសឯងចំពោះរឿងដែលបានកើតឡើងពីថ្ងៃមុនពេលនោះខ្ញុំគួរតែស្ដាប់ឯងមិនគួរឆាប់ទុកចិត្តមនុស្សប្រុសពេកទេ ថាម៉េចឬក៏គេធ្វើបាបអញឆាប់ប្រាប់ខ្ញុំមកថាគេជាអ្នកណាហ៊ានធ្វើបាបមកខ្ញុំលើចង់រស់ឲ្យមែនទេខ្ញុំមិនទៅបាត់គេឆាប់ទៅ ឈប់សិនឲ្យវាចាប់ទៅមិនបាច់ដេញដោលទេព្រោះខ្ញុំក៏មិនបានបាត់បង់ឬកាត់អីដែរគិតតែឯងទៅពិតជាមិនបានខឹងខ្ញុំមែនអន់ឬក៏ឯងខឹងប្រាប់ខ្ញុំឲ្យត្រង់មកខ្ញុំអាចទទួលចាំមិនអញពួកយើងជាមិត្តគ្នា10ឆ្នាំហើយខ្ញុំអាចខឹងឯងព្រោះរឿងតូចតាចបែបនេះទេខ្ញុំតែគួរតែសុំទោសឯងថ្ងៃនេះខ្ញុំមានចំណាយស្វែងរបួសប៉ុន្តែសំណាងល្អណាស់ដែលឯងមិនកើតឲ្យធ្ងន់ធ្ងរ
ចាំវេលាឯនេះណាចាំខ្ញុំជូនឯងទៅផ្ទះ វៃខ្ញុំមិនទាន់ចង់ទៅវិញនៅពេលនេះទេ ថាម៉េច បន្ទាប់ពីមានរឿងការពីបែននោះខ្ញុំប្រាប់ខ្លួនឯងថាត្រូវតែឯករាជ្យលើខ្លួនឯងជាមិត្តល្អបំផុតច្បាស់ជាយល់ពីខ្ញុំហើយមែនទេ ក៏បានប៉ុន្តែថ្ងៃក្រោយបើជួបបញ្ហាត្រូវតែប្រញាប់តែមកប្រាប់ខ្ញុំយល់ទេ ដឹងហើយវៃខ្ញុំទៅតែនឹកឃើញថាមានការត្រូវធ្វើយើងចាំនិយាយគ្នាលើកក្រោយទៀតចុះណា អេខ្ញុំបានឮថាក្រុមហ៊ុនហ្វូរបស់យើងចិត្តមានលោកស្រីហ្វូហើយ មនុស្សស្រីដែលមកថ្ងៃនេះជាអនាគតលោកស្រីហ្វូច្បាស់ណាស់ លើគាត់ថាមាននាងតកោស៊ីខ្ញុំប្រហែលគិតច្រើនពេកហើយមិនក៏ស្រាប់តែវិលមកមិនក៏ក្តៅម្លេះ យន្តហើយ នាងទៅមកពីណាក្រែងមិនស្រួលខ្លួនណាហេតុអីបានជាមិននៅសម្រាប់បែបនេះ គឺខ្ញុំ ដៃរបស់នាងកាត់អីមិនបានជាត្រូវរបួស គឺព្រោះតែខ្ញុំជិះក្បាលខ្លាំងពេកតើចេញទៅក្រៅទិញថ្នាំចែកដុនអីក៏ជប់ឧបតហេតុបន្តិចតួច ប៉ុន្មានណា ចាបើមិនអញ្ចឹងខ្ញុំក៏មិនចេញទៅក្រៅដែរយន្តហើយលោកធ្លាប់សន្យាថាថ្ងៃអនាគតនឹងការពារខ្ញុំតើលោកនិយាយជាការពិតដែរទេ កុំខ្លាចអីចាប់ពីពេលនេះទៅខ្ញុំការពារឯងចាប់ពីពេលនេះទៅខ្ញុំនឹងការពារនាងដូចគ្នា ទៅណាមកណាជាប្រយ័ត្នផងទៅចាំខ្ញុំឲ្យគេរុំរបួសឲ្យបើគ្មានកាយទេខ្ញុំត្រឡប់ទៅវិញហើយ ចា តើហេតុអីទៅមិនបានជាខ្ញុំមានអារម្មណ៍ថានាងលាក់បាំងជាមួយខ្ញុំ មិនបានទេខ្ញុំត្រូវតែឆាប់ធ្វើអ្វីម្យ៉ាងហើយបើមិនអញ្ចឹងគ្រប់យ៉ាងនឹងត្រូវបែកការខ្ញុំមិនអាចឲ្យគ្រប់យ៉ាងដែលខំសាំងមកត្រូវខាត់ជាអាសាបងនោះទេអាឡូជួយរៀបចំថ្នាំឲ្យខ្ញុំយកថ្នាំដែលខ្លាំងបំផុត គេកំពុងតែធ្វើស្អីទៅមិនក៏មិនទទួលទូរស័ព្ទបែបនេះហើយលីនស៊ីវ៉ៃទៅណាមកណាមិនបានជាមកទីនេះណែនាងទៅណាហេតុអីបានជាមកទីនេះ ក្តៅ ណែលើខ្ញុំសួរដែរទេនឹងថានៅម្ដងនេះគ្រោះថ្នាក់ខ្លាំងណាស់បើនាងដើរត្រូវមនុស្សអាក្រក់ចាប់បានតែគិតយ៉ាងម៉េចណែនាងធ្វើអី ហេតុអីក៏ឯងនេះពិបាកដល់ខ្លាំង ចង់ធ្វើអីណែ ដោះចេញ ធ្វើអីណែហើយណែហើយនាងចង់ធ្វើអីណែកុំចូលខ្ញុំមិនអាចឲ្យរឿងបញ្ចប់ដោយបែបនេះបានទេ ហើយណែនាងជិះណា យន្តហើយលោកញាក់ហើយ មិនបានជានាងទៅវិញនេះជាបន្ទប់ដែលខ្ញុំបានរៀបចំឲ្យយូរ៉ាន់តាមិនចេះតែជុំមិនមានរឿងអ្វីកើតឡើងទៅមិនបានជាខ្ញុំផ្លាត់ស្ងៀម យកមិញខ្ញុំមិនស្រួលខ្លួនទៅប្រាប់លោកឲ្យមកមើលប៉ុន្តែខ្ញុំមិននឹកស្មានដល់ថា នាងច្បាស់ហើយមែនទេ និយាយបែបនេះលោកមិនជឿខ្ញុំមែនទេតែខ្ញុំក៏ហត់លោកបានប្រយោជន៍អីទៅយន្តហើយខ្ញុំខូចចិត្តខ្លាំងណាស់ ខ្ញុំជឿនាងហើយហេតុអីបានជាខ្ញុំមានអារម្មណ៍ថាដូចជាឈឺក្បាលខ្លាំងម្ល៉េះខួរក្បាលសពេចស្ពិលចាំអ្វីមិនបានសោះហើយ យន្តហើយរឿងការពីយប់មិញលោកនឹងទទួលខុសត្រូវលើខ្ញុំមែនទេ ហើយចាគាត់ចឹងមិញខ្ញុំត្រូវប្រឈមមុខនឹងគាត់បែបណាចំពោះរឿងដែលបានកើតឡើងតាំងពីជប់មិញនេះឬមួយខ្ញុំត្រូវលាឈប់ហើយចាក់ចេញពីគេអត់ទេបើធ្វើបែបនេះស្មាននឹងខ្ញុំមិនទទួលខុសត្រូវអ្វីដែលបានកើតឡើងប៉ុន្តែមនុស្សប្រុសដែលជាហ្វូយន្តហើយអត់ទេខ្ញុំមិនមែនជាមនុស្សដែលរត់ចេញពីបញ្ហាហើយចុះខ្ញុំត្រូវធ្វើខ្លួនចឹងមិញជប់មិញគ្មានចេតនាទេជាកូនស្រីហ៊ានធ្វើត្រូវតែហ៊ានទទួលខុសត្រូវហើយត្រូវតែបន្ថយទឹកបានមិនបន្ថយមិនបានអីអញដឹងទេប្រធានរបស់យើងកំពុងចិត្តរៀបការហើយ ខ្ញុំបានលើច្បាស់ពេញតិចថាថ្ងៃនេះពួកគាត់នឹងធ្វើសន្និសីទព័ត៌មាននៅចំពោះមុខអ្នកកាសែតទាំងអស់ដើម្បីប្រកាសពីទំនាក់ទំនងជាមួយគ្នា ចលនាគាត់ដល់ហើយលើមកថាលោកហ្វូនិងមិត្តស្រីរបស់គាត់ស្គាល់គ្នាតាំងពីនៅក្មេងហើយនាងក៏ជាអ្នកធ្លាប់ជួយសង្គ្រោះជីវិតគាត់ដែរស្ដាប់ហើយរំភើបចំនួនដូចជារឿងនិទានដល់រ៉ូមែនទិញចលនាណា បានហើយជប់និយាយទៅសន្និសីទសារព័ត៌មានចាប់ផ្ដើមហើយយើងមិនត្រូវខកខាននោះទេតោះចាប់ដងគ្នាទៅ រៀបការសន្និសីទសារព័ត៌មានស្លាញ់គ្នាតាំងពីនៅក្មេងអ្នកសង្គ្រោះជីវិតតើមានរឿងអីកើតឡើងអ្នកនាងពិតជាស្អាតខ្លាំងណាស់ស្លៀកពាក់បែបនេះកាន់តែឆាតឆាយសំជាអនាគតជំទាវគ្រួសារហ្វូពិតមែន ប្រកាសណាស់តើលោកកើតអីប៉ុណ្ណឹងហើយនៅតែមិនភ្ញាក់ទៀតទោះបីជា
យុគមិញរវាងខ្ញុំនិងហ្វូយិនហៃគ្មានអ្វីកាត់ឡើងប៉ុន្តែលោកព្រមទទួលខុសត្រូវខ្ញុំហៃលោកជារបស់ខ្ញុំតែម្នាក់គត់ ប្រធានហ្វូកំពុងរងណាឬមួយក៏ចង់ចុះបន្ទប់ទឹក ខួរក្បាលរបស់ឯងមានតែរឿងប៉ុណ្ណឹងទេអីរឿងបើកប្រាក់ខែមិនទៅលឿនខ្លាំងម្ល៉េះ ប្រធានហ្វូមកមួយថ្ងៃចិត្តប្រធានហ្វូខ្លាំងគ្រប់ពេល ហើយបំភ្លេចចោលទៅចុះស្រីម្នាក់នោះណែណា ណែណា លិនស៊ូវីអង្គរៈរបស់ខ្ញុំ អូខ្ញុំក៏មិនដឹងថាអ្នកនាងប៉ុន្តែណាដែរមុននេះរបបតែទូរស័ព្ទបាត់ទើបមិនដឹងថាលោកខលមកមានការនោះទេ ហើយចុះនាងធ្លាប់និយាយប្រាប់ឯងដែរទេ គឺនាងប្រាប់ខ្ញុំថាណែគឺមិនក៏នាងនៅមិនតមកដល់ទៀត ទៅប្រាប់នាងនៅពេលនេះបាទនាងធ្វើឲ្យខកការងាររបស់ខ្ញុំនឹងកាត់ប្រាក់ខែនាងឲ្យអស់ បាទប្រធានហ្វូប្រធានហ្វូពេលនេះជិតដល់ពេលធ្វើសន្និសីទព័ត៌មាន ខ្ញុំដែរហើយ យិនហៃខ្ញុំបានត្រៀមខ្លួនរួចហើយយិនហៃតើលោកកាត់អីហ្នឹង មិនអីទេឆាប់ទៅ ប្រធានហ្វូគាត់គឺជាអនាគតនៃស្រីភូមិទេសន្និសីទព័ត៌មានថ្ងៃនេះគឺចង់ប្រកាសពីការភ្ជាប់ពាក្យរបស់អ្នកទាំងពីរ ទៅហើយពួកយើងទៅពីរនាក់នឹងរៀបការនៅមួយខែក្រោយទៀត ជីរ៉ានអាននៅជាមួយហ្វូយិនហៃបានយ៉ាងម៉េចបានន័យថាអ្នកនាងសៀតដែលគេនិយាយគឺជាជីរ៉ានអញប្រាប់ខ្ញុំបានហើយនៅថាមានរឿងអីកើតឡើង វ៉ៃឯងបានឃើញអស់ហើយមែនទេខ្ញុំសុំទោសផងដែលមិនបានប្រាប់ឯងខ្ញុំគ្រាន់តែរងចាំឲ្យវាពិតប្រាកដសិនសង្ឃឹមថាឯងមិនប្រកាន់ខ្ញុំទេ ពេលបំផុតឯងនៅដល់សារខកដដែលកន្លងមកខ្ញុំចាត់ទុកអញជាមិនអញទុកខ្ញុំជាមនុស្សល្ងងអញតែតង់ជាមួយហ្វូយិនហៃតាំងពីពេលណា យ៉ាងម៉េចអញគិតថាមានតែខ្លួនឯងទេដែលខ្លាំងហើយស័ក្តិសមជាមួយហ្វូយិនហៃនោះហើយចុះខ្ញុំមិនស័ក្តិសមត្រង់ណាអញក៏មិនល្អណាស់ដែរអ្វីដែលអញធ្វើដាក់ខ្ញុំប្រឡប់គ្រាន់តែជាល្បិចប៉ុណ្ណោះ ថាមិញ ណាចង់ធ្វើអីនឹងមិនគិតធ្វើបាបទេ ខ្ញុំអត់ទេគេចាប់ដៃខ្ញុំយកទៅរញគេខ្លួនឯងទេ យិនហៃខ្ញុំមិនដឹងអីទេ គ្មានអ្នកណាគេឈួតធ្វើបាបខ្លួនឯងនោះទេ ជឿមិនជឿក៏តាមចិន ខ្ញុំជាច្បាយរបស់នាងឯគេជាគូនរណ្ដឹងរបស់ខ្ញុំថ្ងៃអនាគតគេនឹងខ្លាចជាច្បាយស្រីរបស់នាងតែនាងដឹងទេ សាក់សឹកនឹងក្តាំមកឈូសសំគ្នាណាខ្ញុំសុំលាឈុំលោកចង់ធ្វើអីធ្វើចុះ នាង យិនហៃអរគុណណាស់ដែលជឿខ្ញុំ នាងទៅសម្រាប់សិនទៅក្រែងមិនស្រួលខ្លួនណានាងចង់ធ្វើអីមិនទៅរុញគេ ប្រធានហ្វូមានរឿងអីមែនទេ មើលទៅខ្ញុំដូចជាធ្វើបាបស្រីម្នាក់នោះច្រើនពេកទៅដឹង លោកសម្ដៅទៅលើ ទង្វើរបស់ខ្ញុំចំពោះនាង ឃើញថាជ្រុលបន្តិចហើយ ប៉ុន្តែអ្វីដែលនាងធ្វើក៏មិនត្រូវដែរនាងបានធ្វើបាបស៊ីយរ៉ាន់ ខ្ញុំគិតថាអ្នកនាងលិនកំពុងតែប្រច័ណ្ឌលោកទេដឹង ប្រច័ណ្ឌណាមិនអាចទៅរួចទេដឹងឈប់និយាយប្រដេះប្រដាស់ទៀតទៅចាំជួយប្រាប់គ្រូពេទ្យឲ្យពិនិត្យរាងកាយឲ្យយរ៉ាន់បន្តិចទៀតខ្ញុំយកលទ្ធផល ខ្ញុំត្រូវតែឆាប់រៀបការឲ្យបានលឿនបំផុតរឿងបន្តគឺការមានផ្ទៃពោះកូនរបស់គេយិនហៃច្បាស់ជាទៅណាមិនរួចពីខ្ញុំឡើយ មនុស្សល្ងងហ្វូយិនហៃអ្នកដូចតែខ្លួនឯងលោកទៅជាសមើលមិនឃើញបាច់ជាចាប់ប្រកាន់ខ្ញុំ ល្បនោះជាស្រីម្នាក់នោះតាជួយឲ្យធ្វើទៀតមិនឆាប់រត់ទៅស្រីស្អាតណាស្រាកមកដល់ហើយដល់កន្លែងណាដែរ អើយមកខ្ញុំយកខ្លួនឯង ប៉ុន្តែវាធ្ងន់ណាស់ណាឃើញទេខ្ញុំប្រាប់ឲ្យថាវាធ្ងន់ខ្លាំងណាស់ស្រីម្នាក់នោះដូចជាចម្លែកណាស់ល្បងហេតុអីខ្ញុំមើលមិនឃើញហិចចាអាល្ងងឯនេះឯងមិនឃើញនេះគ្មានកម្លាំងដូចមុនទេពេលដែលនេះចាត់ការពួកយើងមិនបែបនេះនោះទេឯងដឹងទេត្រូវហើយពេលនេះស្រីម្នាក់នេះសូម្បីតែកម្លាំងកាន់ស្រាក៏គ្មានផងទីបំផុតអាការរបស់ពួកយើងមកដល់ហើយថ្ងៃនេះពួកយើងត្រូវតែសរុបទាំងការទាំងដើមចាត់ការនាងធ្វើឲ្យនាងខ្លាចជារបស់ពួកយើងមិនឲ្យនាងរួចខ្លួនទេអាចចាប់ឡើងទៅហើយយោស្រីស្អាត អៀនទៅពេលនេះលេខអីហើយសម្រាប់ពេទ្យ2ថ្ងៃទៀតអាចចេញពីពេទ្យបានហើយ បានចឹងសម្រាប់បានល្អទៅខ្ញុំទៅមុនហើយ យិនហៃញ៉ាំទឹកមួយកែវសិនទៅ ទៅបានហើយមែនទេ ចាយិនហៃលោកយ៉ាងម៉េចហ្នឹងលោកមានអារម្មណ៍មិនស្រួលមែនទេបើទៅមិនរួញកុំបង្ខំពេកអីសម្រាប់នៅទីនេះសិនហើយ តាំងខ្ញុំកាត់អីទៅ យិនហៃលោកណែណាជួយខ្ញុំផងយិនហៃជួយខ្ញុំផង សំឡេងរបស់ស៊ីវ៉ាញ់តានាងហាក់ដូចកំពុងមានរឿង អ្នកណាគេទៅមក មិនដឹងអ្នកណាទេខលច្រឡំលេងយិនហៃទឹកមុខលោកដូចជាមិនសូវល្អទេកុំខ្វល់ពីមនុស្សអត់ប្រយោជន៍ទាំងនោះលោកគួរតែសម្រាប់សិនទៅណា ហ្វូយិនហៃមនុស្សល្ងងខ្វល់តែពេលនេះដតីផ្លេចខ្ញុំហៃមែនទេលោកជួយសង្គ្រោះខ្ញុំបានឬអត់ យិនហៃណែប្រធានហ្វូមានរឿងអីមែនទេ ឆាប់ទៅឆាប់តាមរលីសបាយទៅនាងមានគ្រោះថ្នាក់ហើយទៅ បាទ មិនបានជាលោកធ្វើអញ្ចឹង ក្មេងស្រីតូចឈប់រឹងរូសទៀតទៅ
ថ្ងៃនេះស្រីស្អាតកំណត់ពួកបងលេងឲ្យសប្បាយទៅមក ចេញទៅ មកដល់មកលេងមួយសិនទៅដែរ ស្រីស្អាតអូនទៅបងលេងទៅ ឈប់លៀម ណាអាចណាចាក់ដឹងឬគេអី ឆាប់លេងនាងចង់បានអីមករកយើងទៅ ឆាប់ចេញទៅអាយរកស្អីអាយចង់ធ្វើអីហ៎ឯងអាចធ្វើយើងបានថ្ងៃនេះស្រីស្អាតម្នាក់នេះគឺជារបស់យើងហើយ ខ្ញុំជាអ្នកស្នងមរតកគ្រួសារហ្វូប្រធានក្រុមហ៊ុនហ្វូក្រុមមានទ្រព្យសម្បត្តិរាប់សិបលាននិយាយមកពួកឯងចង់បានប្រហែលស្រីល្ងងម្នាក់នេះនៅឈរធ្វើអីទៀតទៅជាធម្មតានាងខ្លាំងណាស់ហេតុអីពេលសំខាន់បែបនេះបែរជាទ្រុបទ្រុបបែបនេះជារងចាំស្អីទៀតទៅឆាប់រកភ្លាមទៅឲ្យឆាប់ឡើង ឯងកំពុងលេងល្បិចអី ហើយឯងប្រកាសដែរទេចង់កាន់ដៃនាងបែបនេះនាងខ្លាំងណាស់បើនាងបដូរចិត្តនាងអាចបោះឯងទៅលើអាកាសបាន ចង់បោះយើងទៅលើអាកាសឯងប្រាជ្ញមិនដឹងថាស្រីល្ងងម្នាក់នេះនាងបានបាត់បង់កម្លាំងអស់បាត់ទៅហើយពេលនេះនាងខ្សោយដូចជាកូនឆ្មាយ៉ាងចឹងមិនចឹងស្មានថាយើងចាប់នាងបានទេ ថាម៉េច ទៅឆាប់រត់ទៅខ្ញុំគ្មានកម្លាំងទេនៅពេលនេះនៅឈប់ធ្វើស្អីទៀត ណែបងប្រុសយើងមិនដឹងថានាងកាត់អីទេបើយើងចាក់ថ្នាំចូលក្នុងខ្លួននាងបន្ទាប់មកបងប្អូនជិះ3នាក់លេងនាងឲ្យសប្បាយមិនដឹងថាប្រសើរយ៉ាងណានោះទេពួកឯងគិតទៅមើលចាំមើលរាយការណ៍របស់នាងស្អាតប៉ុណ្ណានៅពេលដែលពួកជើងទាំង3នាក់ដោះចេញមកអស់ហើយបានហើយមានជំរឿនមួយទៀតបើឯងព្រមលុតចុះទៅខាងក្រោមយើងនឹងដោះលែងនាង លុះឈួតមែនទេកុំស្ដាប់ពួកគេអសោះ ឆាប់ឡើងបើមិនលុតចុះទេយើងនឹងសម្លាប់នាងចោលឥឡូវនេះឯងជឿទេ បានខ្ញុំលុត អូ អត់ទេ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 លេងកំឡូនឈួតមែនទេគេប្រាប់ឲ្យធ្វើអីក៏ធ្វើនឹង នាងមិនអីទេ វាខ្ពស់ណាស់បើលោកចុះទៅច្បាស់ជាស្លាប់ធម្មតាលោកតែបន្តខ្ញុំពេលនេះលោកធ្វើបាបនេះខ្លួនឯង មិនអីលោះហើយនាងល្ងងមែនទេមានកម្លាំងខ្លាំងយ៉ាងនេះហេតុអីក៏ទ្រាំឲ្យគេធ្វើបាបមិនក៏មកការពារខ្លួនឯងដឹងទេថាខ្ញុំបារម្ភពីនាងប៉ុណ្ណា ខ្លាញីកុំរវល់តាញ់គ្នានៅចំពោះមុខជើងដូចជាខ្លាញ់គ្នាណាបើចឹងនោះស្លាប់តែពីទៅ ចង់សម្លាប់យើងហីមិនខ្លាំងទៀតទេ អូយលេងហើយលេងហើយទៅលើកឡើង ចង់ ទៅ ឲ្យខ្ញុំដោះលែងហីងាប់ទេ ណែ មនុស្សប្រភេទនេះមិនចាំបាច់ប្រឡាក់ឡើយទេ អូយលេង ខ្ញុំខកតែបលិសរួចហើយប៉ុន្តែកម្លាំងរបស់នាងត្រឡប់មកវិញពេលណា មែនហើយហេតុអីសុកសុកស្រាប់តែមានធម៌ពលឡើងវិញ អ្នកមីងដឹងខ្លួនហើយហ៎មីងចាំខ្ញុំបានទេខ្ញុំគឺយីរ៉ាន់ចាំបានតើអញជាមិត្តល្អបំផុតរបស់វៃវៃអ្នកមីងឥឡូវនេះមីងតើតែដឹងខ្លួនមីងត្រូវថែរក្សាសុខភាពឲ្យបានល្អណាស់អញ្ចឹងមីងជាម្ដាយរបស់វៃវៃមីងច្បាស់ជាដឹងច្បាស់ហើយមែនទេមែនហើយវៃវៃមានកម្លាំងខ្លាំងតាំងពីកំណើតគ្រួសាររបស់យើងមានដំណរពូជតាំងពីដូនតាមកតែពេលវេលាម្ដងគុណដែលអាចធ្វើឲ្យកម្លាំងគេធ្លាក់ចុះគឺនៅពេលដែលនាងបាត់បង់ព្រហ្មចារីបើមិនមែនជាស្នេហាពិតថាមពលរបស់វៃវៃនឹងត្រូវបាត់បង់ជារៀងរហូតប៉ុន្តែបើនាងជួបស្នេហាពិតវិញកម្លាំងនោះនឹងត្រូវបានស្ដារឡើងមកវិញមានន័យថាស៊ីវៃនឹងហ្វូយន្តហៃនៅជប់នោះច្បាស់ជាមានអីប្រកបណាស់ហេតុអីបានជាឯងសួរនាំពីរឿងនេះឬមួយក៏វៃវៃមានរឿងអីអូអត់ទេគ្មានរឿងអីទេដោយសារមីងទៅតែបានធូរស្បើយពីជំងឺខ្ញុំក៏ឆ្លៀតមកជជែកលេងជាមួយមីងបន្តិចទៅក្រែងលោមីងអបសងមីងកុំបារម្ភអីឥឡូវនេះវៃវៃកំពុងធ្វើការបន្ទាប់ពីរួចរាល់ការងារគេនឹងមកមើលមីងហើយ លេងរបួសគាត់មុនទៅ នាងរបួសខ្លាំងជាងគួរតែលាងឲ្យនាងមុនលាងឲ្យគេទៅ អត់ទេរឿងការខ្ញុំប្រសាជាងលងព្យាបាលគាត់មុនទៅ នាង យន្តហៃលោកយ៉ាងម៉េចហើយ គោដណ្ដឹងរបស់លោកហ្វូមកដល់ហើយលោកហ្វូពិតជារវល់ណាស់អញ្ចឹងជជែកគ្នាចុះខ្ញុំចេញទៅមុនហើយ វៃវៃរឿងពីមុនវាជាកំហុសរបស់ខ្ញុំគិតថាយើងគួរនិយាយគ្នាបន្តិចទៅ គ្មានអ្វីត្រូវនិយាយទេ វៃវៃយើងជាមិត្តនឹងគ្នា10ឆ្នាំហើយតោះនិយាយគ្នាបន្តិចទៅ ខ្ញុំប្រាប់ហើយថាគ្មានអ្វីត្រូវនិយាយ នាងមិនចង់ឲ្យម្ដាយនាងកើតអីមែនទេ នាងធ្វើអីម៉ាក់ខ្ញុំ ទៅមើលខ្លួនឯងទៅដឹងហើយយកទៅកិនហើយតាក់ទងមកខ្ញុំវិញតាមពិតនាងគួរសហការជាមួយខ្ញុំឲ្យបានល្អជួយគ្រប់គ្រងខ្ញុំឲ្យធ្វើជាលោកស្រីហ្វូបើមិនដូច្នោះទេខ្ញុំមិនអាចធានាពីសុវត្ថិភាពរបស់ម្ដាយនាងឡើយយន្តហៃម៉ាក់វៃវៃ ម៉ាក់មិនអីទេម៉ាក់ទេល្អណាស់ ក្មេងល្ងងហេតុអីបានជាឯងជុំហាម៉ាក់មិនកើតអីទេម៉ាក់មិនបានការដែលធ្វើឲ្យកូនលំបាកអ្នកមីងសុខភាពមីងបានប្រសើរជាងមុនហើយមែនទេនេះគឺអូគាត់ជាគូដណ្ដឹងរបស់ខ្ញុំអូឯងមានគូដណ្ដឹងរួចហើយអញ្ចឹងតើបានជាស្រស់ស្អាតណាស់មើលកាន់តែយូរកាន់តែស្អាតអ្នកមីងមើលទៅបានប្រសើរច្រើនហើយអ្នកមីងត្រូវថែសុខភាពឲ្យបានល្អឆាប់ជាសះស្បើយ មកធ្វើជាល្អឆាប់ចេញភ្លាមទៅ វៃវៃអញមានបញ្ហាអីមិនក៏ធ្វើដាក់ខ្ញុំបែបនេះ មិនក៏នាងតែងតែធ្វើបែបនេះចំពោះយូរ៉ាន់ ខ្ញុំធុញទ្រាន់នឹងនាងលោកដឹងតែថានាងធ្វើស្អីដល់ម៉ាក់ខ្ញុំ ស៊ីវៃអញចូលច្រឡំតែដឹងខ្ញុំអាចធ្វើអ្វីបានទៅម្សិលមិញពេលដែលនាងមិននៅមិញទៅតែដឹងខ្លួនខ្ញុំក៏បានមកមើលគាត់ខ្ញុំចាត់ទុកគាត់ដូចជាចាស់ទុំម្នាក់របស់ខ្ញុំ នាងនៅតែមានអ្វីដូចដែរ បានហើយលៀនសេវីឈប់មានកំហឹងនៅក្នុងខ្លួនទៀតទៅ ខ្ញុំឆៅនាងនិយាយស្អីខ្លះបានជាលោកជឿនាងហើយក៏ថាខ្ញុំជាមនុស្សឆ្លេនពៀន មិនថាយីរ៉ាន់ធ្វើអ្វីទេខ្ញុំបានសន្យានឹងការពារនាងខ្ញុំពិតជានាង ល្អណាស់អ្នកទាំងពីរជាគ្រួសារតែមួយខ្ញុំត្រឹមតែជាអង្គរៈមិនបាច់ខ្វល់រឿងតូចតាចច្រើនទេខ្ញុំលេងស៊ីវៃសុំលេងឈប់ពីការងារ
ចាប់ពីពេលនេះទៅខ្ញុំលៀនស៊ីវៃសុំលាឈប់ពីការងារចាប់ពីពេលនេះទៅ វ៉ៃវ៉ៃកុំធ្វើបែបនេះអ្នកមានក៏នៅទីនេះដែរ ខ្ញុំប្រាប់ឲ្យនាងចេញពីទីនេះឬចង់ឲ្យខ្ញុំអូននាងចេញ នាងគ្មានបេះដូងទេតាមែនទេកុំភ្លេចថាម្ដាយរបស់នាងកំពុងតែឈឺចាំបាច់ត្រូវការព្យាបាល ខ្ញុំឆ្ងល់ថាអ្នកណាក៏ថ្លឹងធំម្លេះហ៊ានមើលងាយកូនប្រសាយូរឡានខ្ញុំនាងមែនទេ អេម៉ាក់ បិទមាត់សុកក៏លេចមុខស្រីម្នាក់នេះមកពីណាល្បិចចាក់កម្រិតរបស់នាងខ្ញុំធ្លាប់បានជួបរួចហើយកាលពី30ឆ្នាំមុនឥឡូវនេះនាងក៏យកមកប្រើជាមួយយន្តហៃនិងកូនប្រសារបស់ខ្ញុំ ម៉ាក់បានន័យថាម៉េចទៅ មិនបានជាយើងមានកូនល្ងងដូចជាឯងមើលព័ត៌មាននេះខ្លួនឯងទៅអ្នកណាដែលបានជួយសង្គ្រោះឯងក្នុងភ្លើងនោះគឺមិនមែនស្រីអាក្រក់ម្នាក់នេះទេតែគឺជាកូនប្រសាលៀនស៊ីវៃរបស់ម៉ាក់មួយរយៈនេះតើឯងមានអ្វីកើតឡើងមានរឿងជាហោហែមិនចេះចាប់មិនចេះហើយគឺសុទ្ធតែជាល្បិចរបស់នាងមិនប៉ាទេបាត់មាត់យន្តហៃព្រោះតែគោរពពាក្យសន្យាបាត់បង់ស្មារតីចាញ់ការបញ្ឆោតរបស់នាងតែខ្ញុំជាម្ដាយមិនល្ងងទេខ្ញុំក៏បានដឹងពីស្នេហ៍របស់នាងនាងនិងកូនប្រុសរបស់ខ្ញុំគ្មានទំនាក់ទំនងអ្វីទាំងអស់នាងគ្រាន់តែចង់រៀបការចូលគ្រួសារអ្នកមានចង់បានទ្រព្យសម្បត្តិរបស់គ្រួសារហ្វូប៉ុណ្ណោះខ្ញុំអត់ទេយកលុយរបស់កូនប្រុសខ្ញុំទៅតាក់ទាញមនុស្សមួយចំនួននៅក្រោមបង្គាប់នេះសុទ្ធតែជាលុយដែលនាងបំផ្លាញខ្ញុំទុកពេលឲ្យ3ថ្ងៃត្រូវយកលុយមកសងគ្រប់ចំនួនថាម៉េចពួកឯងឆាប់មកអូក្បាលនាងនេះចេញទៅយន្តហៃមិនប៉ាទេស្ដាប់ខ្ញុំអត់ស្រីសិន បានន័យថាគ្រប់យ៉ាងគឺជាការកុហក ក្មេងល្ងងវ័យនេះហើយជាមនុស្សស្រីដែលកូនកំពុងស្វែងរកនោះ ដូច្នេះហ្វូយន្តហៃមិនបានដឹងទេថាជប់នោះអ្នកដែលគេជាមួយគេគឺជាខ្ញុំមិនមែនគេមានចេតនាមិនទទួលខុសត្រូវទេ វ័យថ្មីនេះកូនមានអារម្មណ៍យ៉ាងម៉េចដែរមានបាត់បង់កម្លាំងក្នុងខ្លួនខ្លះដែរទេ មាន មើលទៅកូនស្រីខ្ញុំដូចជារកឃើញស្នេហាពិតហើយ ម៉ាក់ចង់បានន័យថាម៉េច កម្លាំងរបស់យើងអាចប្រែប្រួលបានគឺនៅពេលដែលឯងស្រឡាញ់នរណាម្នាក់វានឹងបាត់បង់ធម៌ពលចេញពីរាងកាយតែបើសិនជាឯងជួបស្នេហាពិតបេះដូងកក់ក្ដៅកម្លាំងរបស់ឯងនឹងឡើងមកវិញភ្លាមដូច្នេះនៅពេលដែលធម៌ពលរបស់ឯងបាត់បង់ក៏មានការព្រួយបារម្ភអីវានឹងអាចឡើងមកវិញបានទេណា ខ្ញុំមិនអាចស្រឡាញ់គេបានទេ ខ្ញុំមានអ្វីមិនល្អទេគ្រូប៉ែអ្នកគ្រូប៉ែលទ្ធផលយ៉ាងម៉េចទៅហើយ អបអរសាទរលោកប្រពន្ធរបស់លោកមានផ្ទៃពោះហើយថែមទាំងកូនភ្លោះទៀតផង ថាម៉េចកូនភ្លោះហ៎ ហើយយ៉ាល្អណាស់ខ្ញុំបារម្ភណាស់នេះជាការសម្រាប់កូនដំបូងរបស់ស៊ីវៃមិនអីទេអ្នកដឡងកុំបារម្ភអីយន្តហៃនៅមន្ទីរពេទ្យជាមួយប្រពន្ធគេហើយមែនហើយខ្ញុំទៅតែនឹកឃើញកូនស្រីយើងមានកម្លាំងខ្លាំងក្លាពីធម្មជាតិពូកែណាស់ ហើយយ៉ាកាត់ហើយប្រពន្ធខ្ញុំស្នាលហើយ អូបានលឺ អបអរសាទរលោកទទួលបានកូនស្រីភ្លោះគួរឲ្យស្រឡាញ់ណាស់ ខ្ញុំសុំមើលតិចអូ ជំរាបសួរបងប្អូនទាំងអស់គ្នាតភាគថ្មីរបស់ admin ទៀតហើយដែលតមកភាគនេះហ្នឹងគឺតួស្រីរបស់យើងនឹងបានយកដើមឈើប្រាក់ហ្នឹងយកមកដល់ផ្ទះហើយឪពុកម្ដាយក្មេងរបស់នាងហ្នឹងគាត់ថាពិតជាចម្លែកណាស់ដើមឈើប្រាក់នេះគឺមានប្រាក់នៅលើហ្នឹងច្រើនមែនតើមកសរុបទៅគឺ20កាក់ហើយឪពុកក្មេងនាងបាននិយាយថានាងជាស្រីបើមិនដឹងឯងកុំចេះតែនិយាយគាត់ថាប្រាក់កាក់នៅលើនេះទាំងអស់ហ្នឹងបើសិនជាយើងយកទៅឲ្យយកលោកច្បាយស្រុកទៅវាបដូរបានមាសមកវិញ10ដំឡឹងម្ដាយក្មេងនាងក៏បាននិយាយថាពិតមែននៃ10ដំឡឹងមកនឹងប្រាក់ដែលយើងចាយនៅក្នុងផ្ទះយើងបាន2ខែណោះហើយទៅតួស្រីយើងនាងក៏បានធ្វើពុតជាធ្លាក់ដើមឈើហ្នឹងទៅណាចេតនានាងដើម្បីឲ្យឪពុកម្ដាយក្មេងនាងត្រូវប៉ះនៅលើប្រាក់កាក់នោះទៅដូច្នេះហើយអតិពលនៃប្រាក់កាក់ហ្នឹងគឺចូលទៅក្នុងខ្លួនរបស់ពួកគាត់ទាំងអស់ហើយឥឡូវហ្នឹងដល់ពេលដែលប្រាក់កាក់ហ្នឹងពួកគាត់បានត្រទៅវាប៉ះទៅហ្នឹងអតិពលវាក៏ចូលក្នុងខ្លួនគាត់ហើយនៅពេលដែលវាចូលក្នុងខ្លួនគាត់អស់ហ្នឹងគឺវាប្រែទៅជាដើមឈើធម្មតាអស់ទៅណានៅពេលហ្នឹងអញ្ចឹងទៅតួស្រីនាងក៏បានប្រាប់ថាតើកាក់ហ្នឹងទៅណាអស់ទៅពួកគាត់នងគ្នាឆ្ងល់ដើមឈើប្រាក់របស់គាត់តែប្រាក់របស់គាត់ទៅណាអស់ទៅពេលហ្នឹងពួកគាត់កំពុងតែរើរកប្រាក់កាក់របស់ពួកគាត់ហើយជួនជាចៃដន្យអីប្តីរបស់តួស្រីនាងបានចូលមកគាត់ទៅសួរថាអ្នកទាំងអស់គ្នាកំពុងធ្វើអីហើយម្ដាយគាត់បានប្រាប់ថាកូនមិនដឹងទេអីយើងបានដើមឈើប្រាក់នេះមកមានកាក់នៅលើហ្នឹង20កាក់ឥឡូវនេះដោយសារតែប្រពន្ធបានការរបស់កូនឯងហ្នឹងធ្វើឲ្យបាត់កាក់ហ្នឹងអស់ហើយកូនប្រុសរបស់គាត់ហ្នឹងខឹងជាមួយនឹងប្រពន្ធខ្លាំងរៀបនឹងផ្ទះប្រពន្ធហ្នឹងគាត់បាននិយាយថាបើសិនជាប្រាក់កាក់នៅលើហ្នឹងរកមិនឃើញទេតែមើលតានាងដោះស្រាយជាមួយគាត់យ៉ាងម៉េចណានៅពេលហ្នឹងតួស្រីធ្វើជាដួលទៅរុញជាមួយនឹងម្ដាយក្មេងនាងឲ្យបោកជាមួយតុកធ្វើឲ្យគាត់ជឿក្បាលគាត់ជាខ្លាំងហើយនៅពេលដែលគាត់ជឿក្បាលគាត់អត់ទាន់ដឹងខ្លួនគាត់ក៏ស្រាប់តែក្អកចេញកាក់មួយចេញពីក្នុងមាត់របស់គាត់ណាហើយពេលហ្នឹងដែរហ្នឹងកូនប្រុសគាត់ក៏បានថាអ្នកម៉ែហេតុអីក៏ម៉ែយកលុយទៅលាក់នៅក្នុងខ្លួនអញ្ចឹងហើយគាត់ថាអត់ទេគាត់អត់បានដឹងនោះទេវាមិនដឹងមិនដែរទេនៅពេលដែលគាត់ក្អកទៅស្រាប់តែចេញកាក់ហ្នឹងមកណាតួស្រីយើងនាងក៏បានដុតថែមនាងថាអ្នកម៉ែក្មេងប្រាក់កាក់ហ្នឹងប្រហែលជានៅក្នុងកាពះរបស់ម៉ែក្មេងហើយមើលទៅហើយយាយហ្នឹងក៏ឆ្ងល់ទៀតគាត់ថាវាចូលទៅក្នុងហ្នឹងមិនកាត់ទៅគាត់តែបាត់កាក់ហ្នឹងភ្លាមដែរហ្នឹងប៉ុន្តែវាចូលតាមណាវាចូលដល់របៀបណាទៅគាត់អត់បានដឹងខ្លួននោះទេគាត់គ្រាន់តែក្អកហ្នឹងចេញមកណាតួស្រីនឹងមិនគិតថាឆ្ងល់ទៅឆ្ងល់ហ្នឹងគឺនាំទុកដាក់ខ្លួនឯងហើយតិចទៀតហ្នឹងកូនហើយនឹងប្តីរបស់គាត់នឹងធ្វើទរណកម្មគាត់វិញហើយបន្ទាប់មកឪពុកក្មេងរបស់នាងថាបានហើយឥឡូវឆាប់នាំគ្នាទៅរកកាក់ហ្នឹងភ្លាមទៅហើយប្តីនាងថាបើសិនជារកមិនឃើញនាងប្រកាសជាស្លាប់របស់គាត់ហើយគេនាំគ្នារកនៅក្រោមតុក្រោមអីចឹងណាតួស្រីនាងបានរៀបកម្រងការរួចហើយនាងបានដាក់កាក់ហ្នឹងទៅក្រោមតុហើយជាមួយនឹងបញ្ជុលមួយឲ្យស្រួចធ្វើឲ្យលោកយាយហ្នឹងប៉ះទៅគាត់ឈឺដៃរបស់គាត់ហ្នឹងហើយនៅពេលដែលនាងដាក់ហើយនាងក៏បាននិយាយប្រាប់ម៉ាក់ក្មេងនាងថាកាក់នេះនៅនេះតាហើយទៅម្ដាយក្មេងនាងរុញនាងចេញគាត់សបាតមករើសកាក់ហ្នឹងនៅពេលដែលគាត់លូកដៃទៅប៉ះជាមួយបញ្ជុលស្រួចហ្នឹងធ្វើឲ្យមុតដៃរបស់គាត់ឈាមណានៅពេលនេះគាត់មានការឈឺចាប់កម្រិតធ្ងន់ជាងមុនបន្តិចហើយគាត់បានថាឲ្យកូនប្រសាគាត់ណាគាត់បានជេរតួស្រីយើងណាថាគ្មាន
មានបានការស្អីទេធ្វើស្អីក៏មិនបានការដែរកំឡុងពេលដែលគាត់កំពុងតែជេរតួស្រីរបស់យើងហ្នឹងណាក៏ស្រាប់តែគាត់